xa cà phê thôi mà ra bên bên tai ở tai dân này coi ok bằng miền cà phê ồ ngay phía trên là lấy dương nhằm cà phê ở đã score ai rương môi đại dương đẹp trăm cho mình nè tôi say poster dương time crazy đó là CWP democracy AI recycle poster nơi trong double C ở đấy nè cầm hậu AI mày cầm hồng nữa bà chẳng xôm xôm chụp nghiệp xua và bong phụ ôn từng có đây công tay tu sna cap sai tam Facebook page របស់វិទ្យាស្ថានវិទ្យាធិបតេយ្យកម្ពុជាក៏ដូចជាអង្គការដៃគូដែលរៀបចំកម្មវិធីកាហ្វេប្រជាធិបតេយ្យនៅព្រឹកនេះបាទហើយសូមជំរាបសួរបងប្អូននៅក្នុងតុកាហ្វេតាមតុកាហ្វេមួយនៅក្នុងនៅទីកន្លែងនេះផងដែរបាទខ្ញុំបាទឈ្មោះប៉ាចាន់រឿនជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាតាំងនាមឲ្យគណៈកម្មការរៀបចំក្រុមការងាររៀបចំកម្មវិធីកាហ្វេប្រជាធិបតេយ្យនៅថ្ងៃនេះសូមស្វាគមន៍សម្រាប់ការចូលរួមហើយសូមជំរាបខ្លីថានៅថ្ងៃនេះជាថ្ងៃទិវាប្រជាធិបតេយ្យអន្តរជាតិដែលអង្គការសហប្រជាជាតិក៏ដូចជាប្រទេសជាច្រើនតែងតែប្រារព្ធធ្វើនៅថ្ងៃទី15ខែកញ្ញាហើយគោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រជាធិបតេយ្យក៏ដូចជាការបង្ហាញនៅការបដិញ្ញាចិត្តនៅក្នុងការលើកកម្ពស់ក៏ដូចជាពង្រឹងដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសនីមួយៗក៏ដូចជានៅក្នុងពិភពលោកពីព្រោះគេមើលឃើញថាប្រជាធិបតេយ្យគឺជាប្រព័ន្ធឬក៏របបនយោបាយដែលអាចនាំឲ្យប្រទេសក៏ដូចជាពិភពលោកនឹងមានសន្តិភាពនិងការវិវត្តប្រកបដោយចីរភាពដែលឡែកនៅកម្ពុជាយើងដើម្បីអបអរទិវាប្រជាធិបតេយ្យអន្តរជាតិនេះអង្គការសង្គមស៊ីវិលយើងមួយចំនួនបានរៀបចំជាកម្មវិធីកាហ្វេប្រជាធិបតេយ្យជាការជួបជុំគ្នាពិសាកាហ្វេហើយទៅចែកគ្នាអំពីរឿងប្រជាធិបតេយ្យនៅក្នុងស្រុកយើងដែលនៅទីនេះដូចជាមានសមាជិកយើងចូលរួមខ្ទង់ប្រហែលជា20នាក់ដែរហើយខ្ញុំក៏សង្ឃឹមថាបងប្អូនយើងដែលទស្សនាតាមអនឡាញហ្នឹងនឹងមានកាហ្វេនៅក្នុងដៃហើយនឹងរីករាយទទួលទានកាហ្វេជាមួយគ្នាស្ដាប់ការជជែករបស់ពួកយើងនៅតុកាហ្វេនេះបដើហើយនឹងអាចចូលរួមបញ្ចេញយោបល់ក៏ដូចជាលើកជាសំណួរបាទប្រសិនបើមានតាម Facebook page របស់អង្គការដែលបានរៀបចំកម្មវិធីនេះជាពិសេសគឺនៅទីនេះខ្ញុំនៅមុខអេក្រង់ computer laptop ផ្ទាល់ក្នុង page របស់ CID ប្រសិនបើហើយក៏ជាអ្នកសម្រាប់សម្រួលនៅក្នុងកម្មវិធីនេះប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ឬក៏មានសំណួរបាទអាចតម្លាក់ comment ឬក៏សំណួរនៅក្នុង page របស់យើងផ្ទាល់ខ្ញុំនឹងអានជូននិងឆ្លើយជូនតាមការគួរបាទអញ្ចឹងការណែនាំខ្លីមានប៉ុណ្ណឹងអញ្ចឹងសូមបន្តរីករាយជាមួយនឹងកិច្ចសន្ទនាកាហ្វេរបស់យើងជាបន្តដូចតទៅបាទមែនទេបងមានបាទសូមអញ្ជើញបងប្អូនណាមានចំណាប់អារម្មណ៍បាទស្ដាប់បានណា
ស្ដាប់ មាន micro microphone នៅក្រោយស្ដាប់អត់លឺ ហ្នឹងហើយ អូខេអូខេ អាច cover ទៅនិយាយគាត់ទៅ បាទឥឡូវយើងផ្ដល់ឱកាសជូនទៅបាទសមាជិកក្រុមកាហ្វេប្រជាធិបតេយ្យយើងបងប្អូនណាមានចំណាប់អារម្មណ៍តាក់ទងនឹងរឿងស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាយើងជាពិសេសអ្នកធ្វើការនៅក្នុងវិស័យនីមួយៗអាចចែកម្លែកបានទេតើបញ្ហាអីខ្លះជាបញ្ហាដែលកំពុងតែប្រឈមមុខខ្លាំងតាក់ទងនឹងរឿងប្រជាធិបតេយ្យនៅកម្ពុជាហើយហេតុអីបានជាយើងត្រូវយកចិត្តទុកដាក់គិតគូរអំពីបញ្ហាទាំងអស់នោះនិងចំណុចចុងក្រោយតើស្អីខ្លះជាដំណោះស្រាយជាពិសេសគឺតាក់ទងនឹងការចូលរួមរបស់ប្រជាពលរដ្ឋលំហប្រជាធិបតេយ្យឬក៏លំហពលរដ្ឋនិងការកសាងការជឿទុកចិត្តរវាងប្រជាពលរដ្ឋនិងរដ្ឋាភិបាលនៅកម្ពុជានៅពេលបច្ចុប្បន្នបាទណាចង់ចាប់អារម្មណ៍ដំបូងគេហើយសូមលោកមេធាវីមុនបាទខ្ញុំដូចមាននេះដែរបាទអញ្ជើញបាទបើថាមានម៉ៃហើយបាទអរគុណអ្នករៀបចំបានឲ្យខ្ញុំចូលរួមក្នុងកម្មវិធីនេះហើយពួកនៅកខ្ញុំរីករាយបានជួបគ្នាយើងបាទតបសងខាង1 2 3 4តបនេះជាអ្នកដែលតែងតែនិយាយតែងតែលើកកម្ពស់ជំរុញឲ្យចូលរួមទៅទៀតលើកកម្ពស់ជាដតៃនៅប្រទេសកម្ពុជាពួកនៅកបងបានលើច្បាស់បាទคลิปទៀតមានคลิปហ្នឹងទេចឹងណាបាទសូមអធិស្ឋានណានិយាយទៅខ្ញុំចាប់អារម្មណ៍ចេះខ្ញុំថាដោយសារខ្ញុំជាអ្នកជីវៈទេខ្ញុំចូលរួមនេះជាលក្ខណៈតខ្លួនមិនមែនប្រកបជាជីវៈអីទេជាពលរដ្ឋខ្មែរម្នាក់បាទអញ្ចឹងខ្ញុំសង្កេតឃើញចេះយើងមានឱកាសលទ្ធិជារដ្ឋាភិបាលយើងចាប់ផ្ដើមយូរហើយតាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1999 23ដុល្លារមកណាបាទគឺយើងមានការបោះឆ្នោតជាយន្តការដែលឲ្យប្រទេសកម្ពុជាយើងដឹកនាំតាមបែបជារដ្ឋាភិបាលមានន័យថាជាពលរដ្ឋគ្រប់រូបទាំងខ្ញុំទាំងមិត្តភ័ក្តិអស់គ្នាអីហ្នឹងទាំងអ្នកដឹកនាំទាំងអីហ្នឹងសុទ្ធតែជាម្ចាស់ប្រទេសហើយយើងមានតួអង្គជារដ្ឋាភិបាលសំខាន់ហ្នឹងខ្ញុំមើលតាំងពី1993មកហ្នឹងមាន3ឬក៏4និយាយថា4ទៅចុះបាទទី1គឺប្រជាពលរដ្ឋខ្មែរគ្រប់រូបបាទហើយទី2គឺគណៈបកនយោបាយចឹងជាពលរដ្ឋខ្មែរគ្រប់រូបហ្នឹងជាម្ចាស់ប្រទេសម្ចាស់វាសនាអ្នកសម្រេចអីហ្នឹងតាមរយៈការបោះឆ្នោតវាហោហាយទៅបាទព្រោះយើងជាតតៃរបស់យើងគឺជាតតៃតំណាងហើយជាតតៃតំណាងមានន័យថាជាតតៃដែលយើងម្នាក់ត្រូវទៅបោះឆ្នោតជ្រើសរើសតំណាងរបស់យើងគឺគណៈបកអាហ្នឹងតួអង្គទី2បាទហើយគណៈបកយ៉ាងហោចណាស់2ដែលប្រកួតប្រជែងគ្នាប្រកបតាមរដ្ឋធម្មនុញ្ញរបស់យើងតាមរដ្ឋធម្មនុញ្ញគឺមានន័យថាពហុបកបាទពហុបកមានន័យថាប្រកួតប្រជែងគ្នាប្រកបបាទតែមានន័យចឹងហើយយើងមានឱកាសហ្នឹងហើយតួអង្គទី3គឺរដ្ឋគណៈបកហើយនឹងរដ្ឋមិនមែនជាបុគ្គលតែមួយទេគណៈបកគឺជាតួប្រកួតមានន័យថាគូបដាល់ណាចឹងជាបរដ្ឋទាំងខ្ញុំទាំងគេពេលរបស់ឆ្នោតម្ដងមុនបោះឆ្នោតអីខ្ញុំតាមដានគោលនយោបាយមើលថាគណៈបកណាមានគោលនយោបាយមិនអីមិនចឹងហើយខ្ញុំជ្រើសរើសតាមផ្លូវហ្នឹងចឹងតួអង្គទី3គឺរដ្ឋមានន័យថាមានផលប្រយោជន៍ខុសពីគណៈបកបាទចឹងជាតន្ត្រីគឺព
ពេលដែលគណៈបកពុទ្ធវិជែងបានការគ្រប់គ្រងពីម្ចាស់ឆ្នោតពីម្ចាស់ប្រទេសនេះហើយណាទៅធ្វើការងារក្នុងនាមយើង5ឆ្នាំច្បាប់យើងណា បាទ ហើយបានធ្វើទៅគឺច្បាប់ធ្វើអីហោហែចឹងទៅចឹង5ឆ្នាំហ្នឹងនៅពេលដែលរដ្ឋខ្ញុំចង់បញ្ជាក់ឡើងវិញថាការយល់របស់ខ្ញុំគឺរដ្ឋហើយនឹងបកមិនមែនជាមើលតែមួយទេចឹងបកគាត់ជាមធ្យោបាយជាអ្នកប្រកួតដើម្បីឡើងទៅកាន់ការងាររដ្ឋហើយពេលទៅកាន់ការងាររដ្ឋហើយលែងរឿងបកហើយវាទំនាស់ផលប្រយោជន៍ពីអ្នកហ្នឹងណា បាទ អត់ដូចគ្នាទេគណៈបកផលប្រយោជន៍របស់គេគឺរកផលប្រយោជន៍សម្រាប់សមាជិកយកមកចែកគ្នាយកអីចឹងទៅណាការរដ្ឋមន្ត្រីណាការអីសុភាអីចឹងទៅហ្នឹងការងាររបស់គណៈបក បាទ ហើយរដ្ឋអត់ទេរដ្ឋមានន័យថាគឺបំរើទាំងអ្នកទុយទាំងអ្នកស្របទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីគឺបំរើផលប្រយោជន៍ដល់ម្ចាស់ប្រទេសម្ចាស់ទេសនានេះ បាទ ចឹងហើយអានេះជាយន្តការវិទ្យាបតៃហើយយន្តការមួយទៀតដែលតួអង្គមួយទៀតដែលខ្ញុំមើលឃើញគឺតួអង្គនៅក្នុងរដ្ឋដែរគឺយុទ្ធធម៌ហើយនិងសារព័ត៌មានដោយសារការសម្ដែងមតិដូចជាថ្ងៃនេះអញ្ចឹងយើងអនុវត្តសេរីភាពក្នុងការសម្ដែងមតិក្នុងសង្គមបែបប្រជាធិបតេយ្យហើយនៅក្នុងស្រុកយើងនេះយើងនៅមានឱកាសនិយាយចឹងទេអត់អីទេសម្រាប់ខ្ញុំណា បាទ បើការវិតម្លៃរបស់ខ្ញុំទោះបីជាយើងមិនទាន់ល្អឥតខ្ចោះក៏ដោយក៏យើងមានឱកាសដែរយើងអត់ទាន់ពិបាកណាស់ណាទេក៏ប៉ុន្តែឱកាសគឺត្រូវការបញ្ញវន្តត្រូវការអ្នកគិតគូរនឹងដិតដល់មែនទែនដើម្បីប្រកួតឲ្យប្រទេសល្អជាងមុនចាប់ពីឥឡូវទៅណា បាទ មិនមែនទៅបំផ្លិចបំផ្លាញគ្នាទេហ្នឹងបំផ្លិចបំផ្លាញគ្នាអត់ចេះចប់ទេ បាទ ចឹងហើយនេះជាការចាប់អារម្មណ៍របស់ខ្ញុំទោះបីជាយ៉ាងណាក៏ដោយណាគឺខ្ញុំនៅតែមានសង្ឃឹមចិត្ត បាទ ហើយមួយទៀតខ្ញុំសូមមុននឹងដល់ក្រោយអ្នករងគួរវិញទីមួយគឺខ្ញុំក៏សម្គាល់អំពីការប្រើប្រាស់សិទ្ធិសេរីភាពរបស់ជាបរិបទខ្មែរយើងជាម្ចាស់អំណាចនេះនៅមានកម្រិតទាបជាការវិតម្លៃរបស់ខ្ញុំណាកម្រិតទាបទី1គឺការយល់ដឹងអំពីគណៈបកដែលខ្លួនឯងគ្រប់គ្រងនឹងវាយ៉ាងម៉េចជួនកាលខ្លួនឯងជារបស់ខ្ញុំទៅណាអត់ដឹងថាបោះដើម្បីអីចេះថាចេះធ្វើតាមគេចឹងទៅ បាទ អញ្ចឹងគុណភាពអ្នកបោះឆ្នោតហ្នឹងនៅមានកម្រិតអញ្ចឹងហើយលទ្ធផលពីការមានកម្រិតហ្នឹងវាចេញបានយ៉ាងណាក៏ដោយការដែលកម្រិតនៃការអនុវត្តច្បាប់នៅមិនទាន់ល្អប្រសើរលទ្ធផលរបាយការណ៍ដែលអង្គការអន្តរជាតិគេវាតម្លៃថាប្រព័ន្ធច្បាប់យើងនៅទាបធ្វើពុករលួយនៅខ្លាំងអញ្ចឹងអាហ្នឹងជាមេរោគដែលមិនអោយប្រជាធិបតេយ្យលូតលាស់ទេតែច្បាប់យើងមានគ្រប់គ្រាន់ទេបងច្បាប់ហ៎ពាក្យថាច្បាប់យើងមានច្រើនហើយចង់លើសពីគ្រប់ទៀតហ៎បាទបាទរឿងគឺការឱកាសក្នុងការប្រើច្បាប់និងប្រើសិទ្ធិនិងសេរីភាពប៉ុណ្ណឹងទេគេឱកាស តែច្បាប់សំខាន់មួយចំនួនក៏អត់ទាន់មានដែរលោកមេធាវី ច្បាប់សំខាន់ណា បាទដូច A2I law ច្បាប់ទទួលបានសិទ្ធិទទួលបានព័ត៌មានជាផ្នែកមួយសំខាន់ដែរអញ្ចឹងច្បាប់ត្រូវការចាំបាច់អត់ទាន់មានទេតែច្បាប់មួយចំនួននោះលើសលប់លើស ព្រោះយើងប្រជាពលរដ្ឋយើងពឹងលើច្បាប់ហ្នឹងហើយយើងអត់មានអីក្រៅពីហ្នឹងទេសម្រាប់ខ្ញុំអាហ្នឹងជាប្រជាពលរដ្ឋខ្ញុំជឿលើច្បាប់បើច្បាប់ធ្វើមកមិនល្អគឺច្បាប់ហ្នឹងរំលោភសិទ្ធិមនុស្សច្បាប់ធ្វើមកល្អច្បាប់ហ្នឹងជួយឲ្យលូតលាស់ប្រទេសជាតិហើយនៅពេលដែលច្បាប់ល្អហើយអ្នកដែលធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋពិតប្រាកដមែនតើណាគឺនគរបាលយុតិធធម៌ព្រះរាជអាជ្ញាហើយនឹងចៅក្រមដែលគាត់ជាអ្នកសម្រេចអញ្ចឹងគាត់សម្រេចដកហូតសេរីភាពគេនឹងវាមានមូលដ្ឋានមិនអីមិនមានបទល្មើសពិតប្រាកដទេមិនអីមិនហ្នឹងគឺជាការអនុវត្តអញ្ចឹងហើយច្បាប់សម្រាប់ខ្ញុំអត់បានថាតើគ្រប់មិនគ្រប់ទេប៉ុន្តែគាត់ថាខ្ញុំថាមានច្រើនច្បាប់ច្រើនណាស់ខ្ញុំចេះអត់អស់ទេហើយវិស័យខ្ញុំវាមានកម្រិតដែរអញ្ចឹងជូន
អ្នកចូលរួមផ្សេងទៀតថាជឿច្រឡំទៅ សូមជំរាបបងប្អូនដែលទស្សនាតាមថានេះជាលោកមេធាវីសេកសុភ័ណ្ឌក៏លោកអត់អ្នកថ្មីអត់ស្គាល់ខ្ញុំចង់ជំរាបពីលើខ្ញុំអំសំអាតបាទចាអត់ដែលនេះដែលតែញ៉ាំកាហ្វេអត់ដែលញ៉ាំកាហ្វេខ្លែងដាក់មីក្រូហ្វូនអញ្ចឹងចាបាទយើងបានចែងនៅក្នុងហ្នឹងឯថាកម្ពុជាប្រកាន់របបលទ្ធិប្រជាធិបតេយ្យបូករូបៈបាទអញ្ចឹងគឺដោយលោកមេធាវីផនលើកឡើងអញ្ចឹងថាវារឿងគណៈបកគឺជាអ្នកឈរឈ្មោះក្នុងការប្រកួតប្រជែងបោះឆ្នោតប៉ុន្តែអ្វីដែលសំខាន់នៅក្នុងប្រទេសប្រជាធិបតេយ្យក្រៅអំពីយើងដឹងថាប្រជាពលរដ្ឋជាធំជាម្ចាស់អំណាចអញ្ចឹងដើម្បីឲ្យម្ចាស់អំណាចគាត់មានសិទ្ធិបន្ថែមបន្តិចគឺអំណាច3របស់ប្រទេសយើងវាត្រូវតែមានឯករាជ្យភាពដូចគ្នាគឺទី1គឺអំណាចនីតិប្រតិបត្តិនឹងបាទព្រោះអំណាចនីតិប្រតិបត្តិកើតចេញពីការបោះឆ្នោតដូចគ្នាការបោះឆ្នោតមកជ្រើសរើសគណៈបកនយោបាយតំណាងរាស្ត្រហើយបានតំណាងរាស្ត្រហ្នឹងគាត់ជ្រើសរើសសមាជិកគណៈរដ្ឋមន្ត្រីឬក៏រាជរដ្ឋាភិបាលដើម្បីឲ្យដំណើរការរបស់ខ្លួននឹងបំរើពលរដ្ឋបំរើម្ចាស់ដែលជាម្ចាស់ឆ្នោតបាទអញ្ចឹងគឺគាត់ត្រូវធ្វើម៉េចគោរពទៅតាមគោលការណ៍នៃទី1គឺគោលនយោបាយរបស់គណៈបកដែលមុនការប្រកួតប្រជែងដែលរិះមើលទៅថាគោលនយោបាយរបស់គណៈបកនឹងល្អដែលគាត់ជ្រើសរើសអីចឹងទៅអញ្ចឹងគាត់ត្រូវគោរពនឹងទី2គាត់ត្រូវម៉េចធ្វើឲ្យឆ្លើយតបជាមួយរាជព្រោះរាជផ្ដល់សេចក្តីទុកចិត្តឲ្យគាត់ក្នុងជាតំណាងអញ្ចឹងគាត់ត្រូវបំរើវិញបំរើតាក់ទងរឿងអីដែលយើងនិយាយថាទី1សិទ្ធិរបស់គាត់បាទអញ្ចឹងសិទ្ធិរបស់គាត់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយច្បាប់យើងទទួលស្គាល់រដ្ឋាភិបាលត្រូវធានាអំពីសិទ្ធិរបស់ពលរដ្ឋអញ្ចឹងបាទឲ្យគាត់អនុវត្តសិទ្ធិគាត់ឲ្យបានពេញរេញគឺបើសិនជាមានអ្នករំលោភបំពានសិទ្ធិរបស់គាត់រដ្ឋាភិបាលត្រូវចាត់វិធានការដើម្បីធានានៃការគោរពសិទ្ធិរបស់ពួកគាត់ឲ្យបានពេញលេញបាទទី2នៅចំណុចដឹងដែរដោយពលរដ្ឋគាត់ជាម្ចាស់ឆ្នោតប៉ុន្តែមិនមែនម្ចាស់ពេលតែបោះឆ្នោតទេពេលបោះឆ្នោតហើយគាត់ត្រូវតាមដានថាអ្នកដែលគាត់ប្រគល់សិទ្ធិឲ្យនោះតើបានបំរើផលប្រយោជន៍របស់គាត់បានគោរពតាមការសន្យាអត់កន្លែងហ្នឹងមានការលើកឡើងពីបុគ្គលអ្នកដែលមានចេញឈ្មោះនៅក្នុងសង្គមយើងគាត់ថានៅក្នុងសង្គមប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិតែពេលបោះឆ្នោតទេតែបោះហើយគឺគេចាត់ចែងបងគឺជាអាហ្នឹងគឺគាត់យល់អញ្ចឹងដូចជាខ្ញុំមិនឯកភាពទេព្រោះថាទី1គាត់បោះឆ្នោតបកគលឲ្យហ្នឹងគឺដើម្បីឲ្យធ្វើការជំនួសគាត់បាទមិនមែនថាឲ្យធ្វើការជំនួសគាត់ហើយគាត់អស់សិទ្ធទេអ្នកជំនួសនឹងធ្វើអីតាមអំពើចិត្តទេអត់ទេគាត់ដែលជាម្ចាស់ហ្នឹងត្រូវតាមមើលទៀតថាតើអាចអ្នកដែលគាត់បកគលសិទ្ធហ្នឹងគាត់ធ្វើតាមគាត់បានបម្រើផលប្រយោជន៍ឲ្យគាត់អត់អាហ្នឹងលទ្ធិជាតិបតៃមិនមែនថាចុះបើសិនជាថាពលរដ្ឋបោះឆ្នោតឲ្យហើយពលរដ្ឋអស់សិទ្ធអញ្ចឹងគាត់ទៅធ្វើអីតាមអំពើចិត្តជិះសេះលែងដៃអញ្ចឹងឯណាសិទ្ធរបស់ពលរដ្ឋដែលបកគលឲ្យគាត់បាទហ្នឹងគឺអត់ទេឥឡូវបើយើងនិយាយតាមបែបប្រជាធិបតេយ្យបាទអញ្ចឹងពលរដ្ឋក្រៅតែអំពីគាត់បកគលសិទ្ធឲ្យតំណាងរបស់គាត់ហើយគាត់មានសិទ្ធក្នុងការតាមដានតទៅទៀតមិនមែនថាបកគលសិទ្ធហើយដូចលោកគ្រូលើកមិញអញ្ចឹងថាបកគលសិទ្ធហើយចប់អាហ្នឹង
ធ្វើមិនទៅសិទ្ធិរបស់គាត់ដែលតទៅទៀតគាត់មើលថាតើត្រូវបានគេគោរពអត់តើអ្នកដែលតំណាងដែលគាត់បកគលសិទ្ធិហ្នឹងបានបម្រើគាត់អត់អាហ្នឹងគឺបើគាត់អស់សិទ្ធិត្រឹមបោះឆ្នោតចប់បាត់ហើយមានតែអីអាហ្នឹងបើគេហៅថាលទ្ធិជាតិបតៃបាទហើយទី2គឺអំណាចនីតិបញ្ញត្តិបាទអំណាចនីតិបញ្ញត្តិដូចលោកបេតវីលើកឡើងអញ្ចឹងថាកន្លែងគាត់ភាគច្រើនគឺការអនុម័តច្បាប់ឬក៏ការស្នើច្បាប់ណាមួយសម្រាប់បម្រើទៅលើផលប្រយោជន៍ប្រជាពលរដ្ឋដែលគាត់ជាតំណាងបាទអញ្ចឹងការដែលគាត់អនុម័តឬក៏សេចក្តីស្នើច្បាប់អីគាត់ពិនិត្យមើលទៅលើច្បាប់ទាំងអស់ហ្នឹងតើវាឆ្លើយតបជាមួយនឹងផលប្រយោជន៍សង្គមផលប្រយោជន៍ប្រជាពលរដ្ឋវិញអត់បាទអញ្ចឹងគឺគាត់ត្រូវពិនិត្យមើលមុននឹងសម្រេចមុននឹងធ្វើអីគឺគាត់ត្រូវគិតគូរឲ្យបានច្បាស់លាស់បាទអញ្ចឹងហើយបានជាយើងឃើញថាហេតុអីចាំបាច់ឆ្លងកាត់សភាក្នុងការអនុម័តច្បាប់អញ្ចឹងគឺគេទុកឲ្យសភានឹងលោកពិនិត្យមើលថាវាយ៉ាងម៉េចច្បាប់នឹងបាទវាសមស្របហើយនៅពេលដែលអនុម័តហើយមិនមែនថាអនុម័តហើយចប់យកឲ្យខាងនីតិប្រតិបត្តិនឹងគាត់ធ្វើអីធ្វើទៅដោយមិនបានតាមដានទេគឺសភាទៀតគាត់ត្រូវពិនិត្យមើលថាច្បាប់ក្រោយពីគាត់អនុម័តហើយហ្នឹងតើការអនុវត្តនឹងត្រឹមត្រូវដែរទេបាទអញ្ចឹងបានគេចែងថាសភាអាចកោះអញ្ជើញស្ថាប័នដែលពាក់ព័ន្ធឬក៏តំណាងរដ្ឋាភិបាលទៅសួរនាំបាទបើសិនជាការអនុវត្តហ្នឹងវាអត់ត្រឹមត្រូវគាត់អាចកោះហៅទៅសួរនាំបាទអាហ្នឹងគឺជាគោលការណ៍ប្រជាធិបតេយ្យបាទហើយមួយទៀតគឺអំណាចតុលាការបាទដោយលោកសំផនថាអំណាចតុលាការនេះគឺធានាអំពីសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋនៅពេលដែលមានការរំលោភបំពានសួរអ្នកណាអ្នកសម្រេចគឺតុលាការហើយជាអ្នកសម្រេចបាទធានានៅសិទ្ធិនិងសេរីភាពគោរពសិទ្ធិអ្នកបំពេញសិទ្ធិបំពេញច្បាប់ដែលសភាអនុម័តគឺតុលាការគាត់ត្រូវចាត់វិធានការរោគយុត្តិធម៌ប៉ុន្តែថាធ្វើម៉េចដើម្បីឲ្យវាធានាបាននូវយុត្តិធម៌ក្នុងសង្គមហើយនឹងធានាអំពីសិទ្ធិនិងសេរីភាពពលរដ្ឋវាទាល់តែតុលាការហ្នឹងគេហៅថាឯករាជ្យព្រោះនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏ចែងដែរថាតុលាការគឺជាតុលាការឯករាជ្យបាទអាហ្នឹងបានអាចអនុគឺវាធានាយុត្តិធម៌នៅក្នុងសង្គមធានាអំពីសិទ្ធិនិងសេរីភាពម្ចាស់ឆ្នោតបាទនេះជាចំណាប់អារម្មណ៍ខ្ញុំទាក់ទងនឹងប្រជាធិបតេយ្យតុកទី1បានផ្ដោតទៅលើតំបន់អាស៊ីវិទ្យារដ្ឋនោះបាទសំខាន់ខ្ញុំញ៉ាំកាហ្វេផ្លេចទៅនឹងនេះកាហ្វេមេក្បាលមេក្រូហ្នឹងអញ្ចឹងពេលលោកសម្អាតលើកឡើងមិញហ្នឹងខ្ញុំចង់ធ្វើបន្ថែមបន្តិចពាក់ព័ន្ធនឹងប្រព័ន្ធប្រជាធិបតេយ្យស្រុកយើងប្រព័ន្ធប្រជាធិបតេយ្យស្រុកយើងដោយសារយើងប្រជាពលរដ្ឋជាម្ចាស់វាសនាអនាគតប្រទេសជាតិអានឹងមាត្រា51ណានៃរដ្ឋធម្មនុញ្ញមាត្រា51អញ្ចឹងហើយយើងអត់ទៅអង្គុយក្នុងសភាទាំងអស់គ្នាទេយើងប្រើគេហៅប្រព័ន្ធសភានិយមគឺសភាមានអំណាចលើសលប់ដែលជាតំណាងសិទ្ធិតំណាងសេរីភាពអ្នកការពារប្រជាពលរដ្ឋខ្មែរតាមរយៈការអនុម័តច្បាប់នឹងហើយពេលដែលបានសភាហ្នឹងយកសេចក្តីទុកចិត្តដែលប្រជាពលរដ្ឋប្រគល់ឲ្យហ្នឹងណាទៅបន្តទុកចិត្តទៅលើបង្កើតរាជរដ្ឋាភិបាលទៅឲ្យអនុវត្តច្បាប់ដែលខ្លួនឯងធ្វើនេះយកទៅអនុវត្តទៅនៅពេលដែលរដ្ឋាភិបាលយកច្បាប់ដែលសភាអនុម័តឡាយពហុលេខាដោយព្រះមហាក្សត្រឲ្យប្រើហើយនៅពេលដែលមានរឿងអីគឺតុលាការអ្នករកខុសត្រូវហើយដល់រឿងច្រើននៅក្នុងសង្គមនៅក្នុងប្រព័ន្ធយើងគេឲ្យរដ្ឋសភាដែលជាតំណាងហ្នឹងណាហៅគណៈរដ្ឋមន្ត្រីឬក៏តំណាងរាជរដ្ឋាភិបាលឬក៏រដ្ឋមន្ត្រីដែលជាសមាជិកគណៈរដ្ឋមន្ត្រីមិនមែនស្ថាប័នទូចទៅចូលក្នុងសភាបានទេតដល់នាយករដ្ឋមន្ត្រីឬក៏រដ្ឋមន្ត្រីរដ្ឋលេខាធិការអត់បានទេរដ្ឋលេខាធិការខ្ញុំមើលទៅគាត់មិនមែនជាសមាជិករបស់គណៈរដ្ឋមន្ត្រីទេអញ្ចឹងមានរដ្ឋមន្ត្រីដែលទទួលខុសត្រូវក្រសួងឬក៏នាយករដ្ឋមន្ត្រី
tới chlau trong pua mốc đầm nang dương này không sập pia nè anh đang quan dương nè tha về miền hướng ấy anh vót cho bác nhom khâu rứa cái cho bác nhom thưa ạt cục dạng mấy bàn rương việc đo sai mình chọc sỏi chân nâng cái ai thưa chân rứa cái rương thông chân cái ai thưa sầm ai chiết đàm rọt thông nói nhá nơi pe đại rương việc thông hua sầm ai cây sập pia phong ri rọt tha ba phong miềnประสพีtiết chẳng phải miền sầm ai sập piaประสพีmiền rọt thông nóiยังtiết rương thông chân ạ bàยังยังไปเจาะหลังวิ่งท่าปปอนไปเจาะดับไตสระยืงปปอนสะเพียนยุ่งมันแม่นปปอนเรียกท่าวิบาลยุ่งหรือปปอนเอฟเซนเลยบ่าหรือกับพันนิยมไปอัดกันตามเตรียมแชมป์โดยเฉพาะตีปอนดับบูนดอตีมิโครตังนาเจอเลยนะโดยจะมีการต่อเอาสมาชิกท่าวิบาลหลักจะสูนนอนแบบน้องต้องไปกินสไลด์แบบต้องไปเนี่ยต้องไปเพลงเตี้ยช่วยท้าไม่ตายชอบเรากันเองខ្ញុំបាទជំរាបសួរបាទបងប្អូនអរគ្នាខ្ញុំឈ្មោះសវាងខ្ញុំមកពីខាង Confrel ដោយសារតែ Confrel យើងធ្វើកិច្ចការងារតាក់ទងជាមួយនឹងរឿងបោះឆ្នោតនិងការកកឃ្លាំមើលទៅលើមន្ត្រីជាប់ឆ្នោតឯកណាយើងនិយាយពីប្រជាធិបតេយ្យយើងមិនអាចបំភ្លេចទេពីអំពីការបោះឆ្នោតហើយកណាយើងនិយាយពីការបោះឆ្នោតវាមានសកម្មភាពនៅក្នុងដំណើរការបន្តទៀតរបស់មន្ត្រីដែលធ្វើការជាប់ឆ្នោតខ្ញុំចាប់អារម្មណ៍ចំណុច2ទី1តាក់ទងជាមួយនឹងសិទ្ធិបរិវត្តសិទ្ធិនយោបាយទី2តាក់ទងលើរឿងមន្ត្រីជាប់ឆ្នោតតើអ្នកណាជាមន្ត្រីជាប់ឆ្នោតនៅស្រុកយើងនេះគឺការបោះឆ្នោតមានពីរប្រភេទការបោះឆ្នោតបែបសកលនិងការបោះឆ្នោតបែបអសកលប៉ុន្តែអ្វីដែលយើងចាត់ទុកថាជាការបោះឆ្នោតមួយដែលជាឲ្យតំណាងប្រជាពលរដ្ឋហ្នឹងគឺការបោះឆ្នោតជាសកលដែលមានពីរគឺការបោះឆ្នោតជ្រើសរើសជ្រើសតាំងតំណាងរាស្ត្រនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អញ្ចឹងខ្ញុំយើងមិនបន្ថែមអីលម្អិតរឿងទេប៉ុន្តែយើងដឹងហើយថាកាលណាមន្ត្រីដូចតំណាងរាស្ត្រទទួលអាណត្តិពីប្រជាពលរដ្ឋដែលមានរយៈពេល5ឆ្នាំម្ដងយើងជ្រើសរើសម្ដងហើយមកដល់ឥឡូវនេះយើងដល់អាណត្តិទី7ហើយអាចនឹងត្រូវបោះឆ្នោតឡើងវិញនៅឆ្នាំ2028បាទហើយអ្វីដែលខ្ញុំពិនិត្យមើលឃើញតាក់ទងជាមួយនឹងរឿងមន្ត្រីជាប់ឆ្នោតនេះយើងមានចំណុចមួយណាបាទដែលយើងតាមឃ្លាំមើលតាក់ទងលើរឿងតំណាងរាស្ត្រនេះឯងតំណាងរាស្ត្របើយើងពិនិត្យទៅលើលក្ខណ្ឌកៈនៃតំណាងរាស្ត្រគឺច្បាប់ផ្សេងទូនាទីផលគាត់ធំជាងគេគឺមាន4ដែលសំខាន់បាទប៉ុន្តែនៅក្នុង4នោះគឺរឿងមួយគឺភាពជាតំណាងប្រជាពលរដ្ឋអញ្ចឹងឆ្លើយតបមកវិញនៅក្នុងចំណុចដែលជាភាពតំណាងបរដ្ឋនេះมันអាចដូចលោកបណ្ឌិតលើកឡើងថាមានអ្នកនយោបាយមានអ្នកខ្លះគាត់លើកឡើងថាជាបរដ្ឋបោះឆ្នោតហើយគឺលែងមានសិទ្ធិហើយតាមពិតទៅទស្សនៈនេះគឺទស្សនៈនយោបាយទេតាមពិតអ្នកថាហ្នឹងមិនគាត់មិនដឹងទេគាត់អាចដឹងសម្រាប់ខ្ញុំណាគាត់យល់ពីបញ្ហាហ្នឹងប៉ុន្តែចំពោះទស្សនៈនយោបាយគាត់លើកឡើងពីព្រោះហេតុអីនៅក្នុងរដ្ឋធម្មនុញ្ញបានចែងឲ្យថាជាបរដ្ឋគឺជាម្ចាស់ប្រទេសហើយតំណាងរាស្ត្រហ្នឹងគឺមិនមែនតំណាងត្រឹមដុលទេគឺតំណាងទូទាំងប្រទេសអញ្ចឹងនៅពេលដែលតំណាងរាស្ត្រហ្នឹងគាត់ជាប់ធ្វើជាតំណាងរាស្ត្រនៅក្នុងតួនាទីជាតំណាងបរដ្ឋហ្នឹងគឺថាគាត់មានតួនាទីសម្រាប់ដើរទៅជែកទៅពិនិត្យមើលទៅសួរសុខទុក្ខប្រជាពលរដ្ឋហើយយើងឃើញនៅក្នុងអាណត្តិទី5បាទអាណត្តិទី5ចាប់ពីទី1ដល់ទី5នៅពេលរាល់ក្រៅសម័យប្រជុំសភាម្ដងសភាវិសមការគឺថាតំណាងនេះគេចុះហ្មងគេចុះតាមមូលដ្ឋានណាបាទយើងឃើញថាមានការប្រកួតប្រជែងតំណាងនេះមកពីគ្រប់ដែលមានអាសនៈក្នុងសភាហ្នឹងគឺសកម្មនៅក្នុងការជួបជាមួយជាបរដ្ឋណាប៉ុន្តែក្រោយពីអាណត្តិទី5មកយើងឃើញថាការប្រកួតប្រជែងបែបហ្នឹងគឺមានការថយច្រើនបាទដោយសារតែទី1យើងឃើញថាបន្ទាប់ពីឆ្នាំ2018មកគណៈបកដែលមានការគ្រប់គ្រងសម្លេងច្រើន
បាទគណៈបកសង្គ្រោះជាតិហ្នឹងគឺថាมันបានចូលរួមបន្តទៀតដោយសារតែត្រូវតឡាការកំពូលរំលាយអញ្ចឹងអំណាចនៃតំណាងរាស្ត្រដែលមានអាសនៈច្រើននៅក្នុងសភានេះគឺវាលែងមានបាទវាមានដូចការណាត់ទី6មានតែមួយគណៈបកនយោបាយទេដែលមានសម្លេងនៅក្នុងសភាបាទអញ្ចឹងវាអត់មានគណៈបកក្រៅរដ្ឋាភិបាលដែលសម្រាប់ធ្វើការឆ្លុះបញ្ចាំងទេព្រោះធម្មតាគណៈសភាតែមានមួយគណៈបកនយោបាយគឺថានៅក្នុងការជ័យការដេញដោលការប្រកួតប្រជែងផងគ្នានេះគឺវាអត់សូវមានទេតែបើសិនជាមានអញ្ចឹងគឺប្រកួតប្រជែងគ្នាខ្លាំងដោយសារតែ conference មានគម្រោងតាក់ទងនឹងការខ្លំមើលសភាតើសកម្មភាពរបស់តំណាងរាស្ត្រនៅក្នុងយុទ្ធការទី7រដ្ឋាភិបាលបានឆ្នាំជាងនេះសកម្មយើងឃើញមានការចោះសួរសុខទុក្ខប៉ុន្តែបែបទម្រង់ជាការចូលពង្រឹងបកឬក៏ការអញ្ជើញតាមបែបសួរសុខទុក្ខអីជាមួយសមាជិកគណៈបកអីច្រើនចូលរួមវិធីការច្រើនដែលរៀបចំដោយដៃគូរដ្ឋាភិបាលប៉ុន្តែរឿងមួយដែលយើងពិនិត្យមើលឃើញបាទគឺតាក់ទងជាមួយនឹងការទទួលយកមតិយោបល់ដែលសម្រាប់តាក់ទងជាមួយនឹងរឿងការវិសោធនកម្មច្បាប់ផ្សេងនេះគឺថាអត់ទៅបានសកម្មទេសង្គមស៊ីវិលឬក៏ប្រជាពលរដ្ឋលើកឡើងអំពីបញ្ហាទៅច្បាប់នេះគឺថាយើងឃើញថាសម្លេងហ្នឹងអត់បានយកទៅជជែកខ្លាំងនៅជាមួយនៅក្នុងកិច្ចប្រជុំពិភាក្សាបរិស្ថានទេនេះគឺជាចំណុចដែលយើងមើលឃើញហើយនៅពេលដែលកន្លែងមួយចំនួនដែលកើតអំពីបញ្ហាភាពបន្តក្តីដោយថាមានការតវ៉ាហ្នឹងគឺយើងកម្រណាបាទកម្រនឹងឃើញច្រើនអំពីតំណាងរាស្ត្រដើម្បីចុះទៅជជែកឧទាហរណ៍ដូចខាង Nagawal អីជាដើមចឹងលោកនឹងអាចបន្ថែមលើហ្នឹងបាទយើងឃើញថាអត់ឃើញមានវត្តមានក៏លោកខ្ញុំកេទៅវាអត់បានគ្រប់ជុំជួយអាចជួយបន្ថែមប៉ុន្តែយើងអត់ឃើញការលើកឡើងហ្នឹងឲ្យបានពីតំណាងរាស្ត្រហ្នឹងចុះទៅសម្រាប់ស្រង់យកព័ត៌មានឬក៏ជជែកអីហ្នឹងគឺថាលើកទៅក្នុងភាសាក្នុងសភាហ្នឹងយើងអត់បានឃើញនេះគឺជាសម្លេងដែលយើងមើលឃើញបាទចាបាយថ្ងៃនោះបាននិយាយរឿងកាហ្វេនយោបាយឬក៏កាហ្វេជាតិបតៃគួរតែថ្ងៃក្រោយវាគួរតែចូលជាវេទិកាប្រជាប្រដ្ឋសាមញ្ញដែរតែយើងបើអញថ្ងៃក្រោយទៀតគួយប៉ែនម្ដងហ្នឹងគឺគួយប៉ែនផ្នែកបែបផាក់គុំហើយចឹងណាចាអញ្ចឹងអរគុណសម្រាប់ខ្ញុំសូមពំនាំទៅលើការមើលផ្នែកមួយនៃផ្នែកតំណាងដែលចេញពីវិស័យការងារវិញពីព្រោះមែនតើទៅយើងឃើញប្រជាធិបតេយ្យខ្ញុំចង់ផ្ដល់ទៅឲ្យបងប្អូនប្រជាពលរដ្ឋលោកបានយល់ព្រោះពេលនៅស្រុកយើងជាអកុសលយើងអត់ដល់បានភ្លក់រសជាតិឆ្ងាញ់នៃប្រជាធិបតេយ្យនៅឡើយទេអូចាសំទោសចាជំរាបសួរដល់បងប្អូនកម្មករនិស្សិតប្រជាពលរដ្ឋទាំងអស់ដែលកំពុងតាមដាននៅពេលនេះហើយក៏ពេលខាងក្រោយដែរខ្ញុំឈ្មោះឧទេផលីនជាប្រធានសហព័ន្ធសហជីពកម្មករចំណីហាងសេវាកម្មកម្ពុជាមែនតើខ្ញុំចង់ពំនាំរំលឹកទៅលើរឿងប្រជាធិបតេយ្យគឺកលឹះមួយសំខាន់គឺពាក្យថាការចូលរួមធ្វើសេចក្តីសម្រេចចិត្តហើយការចូលរួមសេចក្តីសម្រេចចិត្តហ្នឹងខ្ញុំគិតថាបងយើងបានលើករួចហើយទៅលើរឿងការបោះឆ្នោតការចូលរួមក្រោយបោះឆ្នោតការពិនិត្យតាមដានគោលនយោបាយគណៈបកនយោបាយផ្សេងណាព្រោះហេតុអីគោលនយោបាយហ្នឹងវាគឺជាឆ្នាំងបាយរបស់ពួកយើងហើយគោលនយោបាយហ្នឹងគឺជាអាយុជីវិតរបស់ពួកយើងប្រចាំថ្ងៃហើយគោលនយោបាយហ្នឹងបង្ហាញអំពីទស្សនវិស័យរបស់អ្នកដឹកនាំប្រទេសឬក៏គណៈបកនយោបាយមួយហ្នឹងតើគាត់ចង់ដឹកនាំប្រជាជនដឹកនាំប្រទេសមួយទាំងមូលហ្នឹងទៅណាយើងអត់អាចមើលបែបប្រោលទេហើយបងប្អូនប្រជាពលរដ្ឋកម្មករយោចិត្តក៏ដោយកុំយកលុយដោះដូរជាមួយនឹងជោគជតាស្រុកឆ្នោតរបស់ពួកយើងជាគេសឡុតគម្រាមយើងថាតើអត់បោះឆ្នោតឲ្យគេមានបញ្ហាបែបនេះហើយសុំបញ្ជាក់ថាសិទ្ធិចូលរួមធ្វើនយោបាយនេះមិនតតែទៅគូស្លឹកឆ្នោតតែមានសិទ្ធិមួយទៀតណាសិទ្ធិពីឯកាមិនគូស្លឹកឆ្នោតក៏បានដែរអាហ្នឹងក៏សិទ្ធិរបស់យើងណាប្រើមកតំហឹងហ្មងកុំមកញើត
ចឹងកុំឲ្យយើងគិតថាតើតើយើងគូស្លឹកឆ្នោតទៅបោះឆ្នោតមានសិទ្ធិមួយយើងអាចប្រើប្រាស់មិនចូលរួមហើយឬក៏ចូលគូដែរតែមិនគូក៏បានធ្វើអីក៏បានដែរពាក្យថាសិទ្ធិរបស់យើងហ្នឹងមិនមែនថាតើតើគូហើយគេដឹងថាគូស្លឹកឆ្នោតឲ្យប៉មួយនេះប៉មួយនេះគេដឹងអីទាំងអស់ហេបន្ទប់សម្ងាត់ណាបងប្អូនអញ្ចឹងត្រូវជឿជាក់លើទឹកបិចដែលយើងបានគូគឺជោគជតារបស់ប្រជាជនទាំងមូលនៃប្រទេសយើងទាំងអ្នកនៅក្នុងស្រុកទាំងបងប្អូនកម្មករនៅក្រៅស្រុកដែលកំពុងធ្វើការគឺផ្ញើលើទឹកដៃដែលយើងគូហើយយើងសន្លឹងមើលគោលនយោបាយរបស់គណៈបកទាំងអស់ហ្នឹងខ្ញុំចង់បញ្ជាក់បន្តិចដោយសារជាអកុសលនៅក្នុងសភាវាអត់ទាន់មានតំណាងដែលចេញមកពីគណៈបកការងារដោយប្រទេសមួយចំនួនណាយើងនៅឆ្ងាយជាងគេប៉ុន្តែយើងគិតថាអាចថ្ងៃណាមួយយើងទៅដល់យើងគិតថាវាជាក្តីសុបិនដែលអាចទៅបានយើងកុំគិតថាសុបិនទៅអត់ដល់ណាតែយើងប្រាប់ខ្លួនឯងថាអត់បានគឺវាទៅអត់ដល់ហើយវាអាចទៅមិនដល់ជំនាន់យើងប៉ុន្តែអាចទៅដល់ជំនាន់ណាមួយប៉ុន្តែយើងចិញ្ចឹមចិត្តធ្វើយើងបន្តការធ្វើហើយយើងបន្តសុបិនហ្នឹងឲ្យវាទៅជាសុបិនខ្លាយជាការពិតអញ្ចឹងយើងក៏លេចមើលមកថានៅក្នុងសភាវាអត់មានការទៅជែកដេញដោលលើច្បាប់ទាំងឡាយណាប៉ះពាល់ទៅដល់បងប្អូនកម្មករយោជិកទេហើយច្បាប់ហ្នឹងដែលថាវាសំខាន់ដូចបងសុភ័ណ្ឌក៏បានលើកហើយថាច្បាប់ហ្នឹងគឺវាប៉ះពាល់ដល់ខ្ញុំមិនខ្វល់ទេថាគេធ្វើអីធ្វើទៅខ្ញុំដឹងតែធ្វើសំណងធម្មតាពាក្យពលរដ្ឋខ្មែរយើងចូលចិត្តនិយាយលេងថាអាលេងហ្នឹងលេងអត់ប្រយោជន៍ខ្ញុំប្រើពាក្យថាលេងអត់ប្រយោជន៍កុំប្រើកន្លងមកខាងសហជីពមានធ្លាប់រៀបចំវេទិការរវាងកម្មករជាមួយតំណាងរាស្ត្រយើងធ្លាប់ប៉ុន្តែចាពីមុនមានការចូលរួមពីមុនការមានគណៈបកចម្រុះនៅក្នុងសភាណាគ្រាន់តែថាយើងត្រូវប្រើពិធីការចូលហ្នឹងក៏រៀងពិបាកដែរប៉ុន្តែដល់ពេលមកឥឡូវវិញវារៀងដូចជាធ្វើបានដោយរៀងពិបាកណាអញ្ចឹងខ្ញុំចង់ទាញត្រឡប់មករឿងថាយើងកុំប្រើភាសាថាកំលេងអត់ប្រយោជន៍ភាសាកំ pl ែងដែលអត់ប្រយោជន៍ហ្នឹងគឺភាសាបំបាក់ទឹកចិត្តយើងទៅភាសាថាអូយទៅគិតរឿងនយោបាយអីបានប្រយោជន៍អីហើយឬក៏ធ្វើអីធ្វើទៅស្អែកឡើងយើងធ្វើសំណងធម្មតាបងប្អូនទោះបីជាធ្វើកម្មករក៏ដោយប៉ុន្តែបើគោលនយោបាយល្អគោលនយោបាយល្អហើយមានការគាំពៀល្អទោះបីបងប្អូនធ្វើជាអ្នកធាក់ស៊ីក្លូបងប្អូនធ្វើជាកម្មករសំណងបងប្អូនធ្វើអីក៏ដោយគឺសេចក្តីថ្លៃថ្នូររបស់បងប្អូនមានហើយសម្រាប់ខ្ញុំក៏សម្គាល់លើសេចក្តីថ្លៃថ្នូរលើរឿងអីទី1អាការរឿងការជិះជាន់ហ្នឹងវាអត់ចប់ទេ2000ឆ្នាំមុនក៏មានមកដល់ឥឡូវក៏នៅមានដែរគ្រាន់តែថាការជិះជាន់ហ្នឹងវាមានកាន់តែទំនើបទៅព្រោះបច្ចេកវិទ្យាក៏កាន់តែទំនើបប៉ុន្តែសម្រាប់ខ្ញុំពាក្យថាសេចក្តីថ្លៃថ្នូរលើរឿងអីទី1យើងមានសិទ្ធិនៅក្នុងការបង្កើតសហជីពសេរីភាពការប្រើប្រាស់សិទ្ធិរបស់យើងណាចាហើយទី2មានប្រាក់ឈ្នួលរស់នៅសមរម្យអ្នកមានគេហូបអីយើងអាចហូបអានឹងបានណាហើយឧបមាថាឥឡូវកាទៀវមួយចានបងប្អូនកម្មករយោជិកកាត់ដេរចុះខែមួយខែ208តើគាត់ធ្វើការមួយថ្ងៃប្រហែលម៉ោងដើម្បីបានគុយទាវមួយចានយើងគិតថាពាក្យថាជីវិតថ្លៃថ្នូរមានន័យថាយើងអាចប្រើប្រាស់អាហារូបត្ថម្ភការហូបចុកសម្រាប់កូនយើងការសិក្សាការរៀនសូត្រសម្រាប់កូនយើងហ្នឹងអាហ្នឹងឯងគឺពាក្យថាជីវិតថ្លៃថ្នូរមិនមែនពាក្យតែថ្លៃថ្នូរទោះអាចចុះពី Range Rover ពួក Range Rover ក៏ដោយបើសិនជាមានបានដោយសារការលក់ជាតិផ្លាញ់ជាតិអត់ថ្លៃថ្នូរដោយបងប្អូនធ្វើកម្មករសំណងទេអញ្ចឹងយើងចង់ទាញយកទស្សនៈមួយដែលថាឈប់លេងសើចពាក្យហ្នឹងអត់ប្រយោជន៍ទេហើយភាសាមួយដែលថាយើងធ្វើអីក៏ដោយឲ្យតែយើងមានពាក្យថាជីវិតថ្លៃថ្នូរហ្នឹងមានការហូបចុករស់នៅសមរម្យមានជំរកសមរម្យមានអាហារូបត្ថម្ភសមរម្យកូនយើងទទួលបានការសិក្សារៀនសូត្រហើយមានគេជិះជាន់សិទ្ធិយើងប្រើប្រាស់សិទ្ធិយើងដើម្បីតបតវិញដើម្បីការចរចាដើម្បីសិទ្ធិសេរីភាពរបស់ពួកយើងឈានរកដំណោះស្រាយហើយមិនបានទៅជាអ្នកត្រូវបានគេជិះជាន់ទៅជាជាប់គុកអាហ្នឹងហើយយើងបាត់នៅជីវិតថ្លៃថ្នូររបស់យើងចាអាហ្នឹងខ្ញុំចង់ពំនាំប៉ុណ្ណឹងអរគុណបងខ្ញុំមួយស្រស់ហើយមិញឃើញលើកដៃយូរហើយសុំលើកដៃយូរហើយស្រស់ហ៎សុំតែមកត្រីអូខេឥឡូវសុំស្រស់ស្អី3 7ហើយបងណែបងអត់ទេអូខេបងហុយអត់លឺទេកន្លែងកាហ្វេយ៉ាងណាកន្លែងកាហ្វេចាត់មានបាទហ្នឹងហើយសំឡេងយុវជនហ្នឹងហើយជម្រាបសួរបងទាំងអស់គ្នាហើយ
ជម្រាបសួរដល់បងប្អូនជាប្រវត្តិខ្មែរដែលកំពុងតាមដានទស្សនាការពិភាក្សាជាតបតៃថ្ងៃនេះខ្ញុំមិនមែនទម្លើកដៃទេបងមិនខ្ញុំសញ្ញោជើងទៀតណាថាចប់បងឯងវេនខ្ញុំហ្នឹងហើយសារផែជាកិច្ចពិភាក្សានេះខ្ញុំរៀងក្មេងជាងគេមើលទៅក្មេងជាងគេតិចគួរចាប់អារម្មណ៍បងសំអាតលើកអំពីដែលយើងជជែកមិញថាពលរដ្ឋមានសិទ្ធិឬក៏មានអំណាចតែពេលបោះឆ្នោតទេនៅក្នុងសង្គមជាតិតៃខ្ញុំនៅសហរដ្ឋអាមេរិកមួយឆ្នាំហ្នឹងគឺជារយៈពេលដែលខ្ញុំបានទស្សនាមើលអំពីដំណើរការប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកជាពិសេសនៅក្នុងដំណាក់កាលនៃការបោះឆ្នោតចុងក្រោយដែលប្រធានាធិបតី Trump ហ្នឹងគាត់ឡើងកាន់អំណាចអ្វីដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងយើងឃើញថាចុងក្រោយនៃនយោបាយសហរដ្ឋអាមេរិកហ្នឹងហាក់ដូចជាមានការមិនសូវឲ្យតម្លៃទៅលើប្រជាធិបតេយ្យហើយការសម្រេចចិត្តមួយចំនួនអំពីរដ្ឋាភិបាលនៅក្នុងគណៈបកRepublican ហ្នឹងគឺគណៈបកសាធារណរដ្ឋហ្នឹងគឺហាក់ដូចជាមិនឲ្យតម្លៃប្រជាធិបតេយ្យហើយមានការប៉ះពាល់ទៅលើសិទ្ធិសេរីភាពមួយចំនួនដែលជាមូលដ្ឋានគ្រឹះប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិកប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញថានៅពេលដែលយើងនិយាយថាពលរដ្ឋមិនមែនមានសិទ្ធិតែពេលបោះឆ្នោតទេគឺមានសិទ្ធិក្រោយពេលបោះឆ្នោតដែរស្ថានភាពដែលខ្ញុំបានឃើញហ្នឹងគឺវាបានបង្ហាញអំពីទ្រឹស្ដីហ្នឹងមែនពីព្រោះនៅសហរដ្ឋអាមេរិកមិនមែនគ្រាន់តែគេទៅបោះឆ្នោតហើយចប់ទេនៅពេលដែលមានការសម្រេចណាមួយដែលប៉ះពាល់ទៅដល់ជីវភាពប៉ះពាល់ទៅដល់មុខមាត់របស់ប្រទេសគេប្រជាជនហ្នឹងគឺគេនាំគ្នាចេញមកធ្វើបាតកម្មហ្មងហើយបាតកម្មហ្នឹងមិនមែន100នាក់200នាក់ទេគឺរាប់ពាន់នាក់អញ្ចឹងអ្វីដែលខ្ញុំឃើញហ្នឹងគឺពលរដ្ឋរបស់សហរដ្ឋអាមេរិកហ្នឹងគឺសកម្មមែនទែនទោះបីជានៅក្នុងនយោបាយអាមេរិកហ្នឹងវាមានផលលំបាកដោយសារវាមានតួអង្គច្រើនតែអ្វីដែលយើងអាចមើលឃើញថាជាមេរៀនល្អហើយភ័ស្តុតាងសំខាន់ដើម្បីបង្ហាញអំពីទ្រឹស្ដីថាពលរដ្ឋមិនមែនមានសិទ្ធិតែនៅពេលបោះឆ្នោតទេពលរដ្ឋអាមេរិកគឺសកម្មណាស់នៅពេលដែលសម្រាប់ចិត្តណាមួយដែលប៉ះពាល់ទៅដល់ប្រយោជន៍របស់សហរដ្ឋអាមេរិកដែលប៉ះពាល់សិទ្ធិប្រជាធិបតេយ្យដែលជាតម្លៃរបស់សហរដ្ឋអាមេរិកហ្នឹងគឺគេចេញមកធ្វើការតវ៉ាមកហើយមិនមែនគ្រាន់តែតវ៉ាទេគឺជាការចូលរួមមានកិច្ចប្រជុំផ្សេងហើយជជែកសូម្បីតែខ្ញុំបានចូលរួមនៅក្នុងការជជែកតាក់ទងជាមួយនឹងដំណើរការវិវត្តនៃនយោបាយរបស់សហរដ្ឋអាមេរិកដែរអញ្ចឹងចំណុចហ្នឹងដែលថាមិនមែនជាទ្រឹស្ដីទេអានេះគឺជាការពិតដែលពលរដ្ឋគឺត្រូវតែតាមដានហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតហ្នឹងគឺថាពលរដ្ឋហ្នឹងគាត់មានការរៀបចំស្នើទៅកាន់អ្នកតំណាងរបស់គាត់នៅតាមរដ្ឋនីមួយៗដើម្បីប្រជុំឲ្យស្នើទៅអ្វីដែលគាត់ចង់ធ្វើអញ្ចឹងយើងឃើញទំនាក់ទំនងរវាងពលរដ្ឋហើយនិងអ្នកតំណាងគាត់នៅតាមរដ្ឋហ្នឹងគឺមានភាពជិតស្និទ្ធមែនទែនគាត់ទៅផ្ញើលិខិតទៅគាត់អាចជួបថ្ងៃណាគឺមានការឆ្លើយតបលឿនហើយមានការយកចិត្តទុកដាក់ពីគណៈបកដែលជាពិសេសនោះបើយើងមើលនៅក្នុងនយោបាយអាមេរិកហ្នឹងគឺគណៈបកសាធារណរដ្ឋនិងប្រជាធិបតេយ្យហ្នឹងគឺប្រតិបត្តិគ្នាអញ្ចឹងអ្នកតំណាងរបស់គេហ្នឹងគឺយកចិត្តទុកដាក់ណាស់ឲ្យតែផ្ញើទៅគឺគេឆ្លើយតបមកវិញហើយគេមានការប្រជុំអីអញ្ចឹងទៅចំណុចគួរចាប់អារម្មណ៍មួយទៀតដោយសារខ្ញុំបានទទួលការសិក្សានៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិកដែរគឺទួនាទីរបស់បញ្ញវន្តខ្ញុំឃើញនៅសហរដ្ឋអាមេរិកបើកចំហជាត្រាំជានាយករដ្ឋជាប្រធានាធិបតីក៏ដោយប៉ុន្តែអត់មានអ្នកណាអត់ហ៊ាននិយាយអំពីនយោបាយនៅអាមេរិកទេនៅក្នុងថ្នាក់ហ្នឹងគឺមានការជជែកហើយរហូតដល់អ្នកបញ្ញវន្តមួយចំនួនគាត់សរសេរសភៅអំពីប្រជាធិបតេយ្យក្រោមការដឹកនាំរបស់ត្រាំដែលគាត់រិះគន់ចំអញ្ចឹងនេះគឺជាចំណុចមួយដែលខ្ញុំគិតថាដំណើរការប្រជាធិបតេយ្យហ្នឹងក៏ត្រូវការចូលរួមឲ្យខ្លាំងអំពីបញ្ញវន្តដែរហើយបើយើងមើលអំពីគេហៅថាការសេរីភាពនៃស្កូឡានៃបញ្ញវន្តដែលគាត់អាចបង្ហាញបានហ្នឹងគឺនៅខ្មែរយើងក៏នៅមានកម្រិតដែរប៉ុន្តែនៅនោះគឺមានការបើកទូលាយមែនទែនតាំងពីការសរសេរសភៅតាំងពីការជជែកនៅក្នុងថ្នាក់អ្នកណាចង់បង្ហាញអីក៏បានដែរខ្ញុំគិតថានេះគឺជាមេរៀនល្អសម្រាប់ការកសាងប្រជាធិបតេយ្យពីថ្នាក់ក្រោមគេហៅ bottom up ហ្នឹងគឺជាមេរៀនដ៏ល្អហើយមិនមែនជាទ្រឹស្ដីទេអាហ្នឹងគឺប្រទេសមួយចំនួនដែលគេបានអនុវត្តហើយចំណុចដែលខ្ញុំចង់ចូលរួមមួយទៀតហ្នឹងគឺតកតងជាមួយនឹងដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជាដោយសារតែបងបានលើកអំពីអាការនៃការបោះឆ្នោតអញ្ចឹងអ្វីដែលខ្ញុំថាបោះឆ្នោតគឺជាធាតុផ្សំមួយនៅក្នុងដំណើរការប្រជាធិបតេយ្យការបោះឆ្នោតណា
អញ្ចឹងខ្ញុំគិតថានៅក្នុងពេលបច្ចុប្បន្ននេះអ្វីដែលជាចំណុចដែលយើងជាប់គាំងมันអាចដូចបងស្រីលើកថាភ្លុករសជាតិជាតិបតៃឲ្យបានឆ្ងាញ់ហ្នឹងគឺនៅត្រង់ប្រព័ន្ធនៃការបោះឆ្នោតហ្នឹងមានន័យថាយើងនៅមានភាពខ្វះខាតនៅក្នុងការរៀបចំប្រព័ន្ធបោះឆ្នោតមួយដែលមានការ free and fair election ដែលជាប្រព័ន្ធមួយដែលមានយុត្តិធម៌ដែលនៅពេលដែលពលរដ្ឋគាត់មានសិទ្ធិហើយគាត់ចង់បោះឆ្នោតហើយប្រព័ន្ធហ្នឹងអាចរៀបចំលទ្ធផលទៅតាមអ្វីដែលពលរដ្ឋចង់បានគឺយើងនៅខ្វះកន្លែងហ្នឹងអញ្ចឹងខ្ញុំគិតថាចំណុចហ្នឹងគឺសំខាន់បើយើងយកចិត្តទុកដាក់ទៅលើការធ្វើកំណែតម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោតធ្វើយ៉ាងណាឲ្យមានយុត្តិធម៌ឲ្យមានប្រព័ន្ធហ្នឹងអាចរក្សាបាននៅតម្លាភាពហើយភាពយុត្តិធម៌សម្រាប់គណៈបកនយោបាយខ្ញុំគិតថាអានេះគឺជាយន្តការនៅពេលដែលពលរដ្ឋដឹងពីសិទ្ធិទៅបោះឆ្នោតហើយមានប្រព័ន្ធមួយដែលបែងចែកសម្លេងឲ្យច្បាស់លាស់ទៅតាមអ្វីដែលពលរដ្ឋសម្រេចខ្ញុំគិតថាហ្នឹងគឺជាចំណុចសំខាន់មួយទៀតហ្នឹងគឺគណៈបកដែលមានអធិពលឬក៏អាចថាបដំប្រសងជាមួយគណៈបកកណ្ដាលព្រោះនៅពេលដែលយើងនិយាយអំពីពហុបកហ្នឹងក៏មិនមែនមានន័យថាឲ្យតែបកច្រើនណាគឺអាចថាចង់សម្ដៅដែលបកដែលមានគុណភាពពិតប្រាកដឯករាជ្យនៅក្នុងការប្រកួតប្រជែងហើយយើងឃើញថាលទ្ធផលក្រោយឆ្នាំ2017ហើយដើម2018មានការរំលាយគណៈបកប្រឆាំងដ៏ធំហើយក៏ឈានទៅដល់ការយកអាសនៈអីចឹងទៅខ្ញុំគិតថានេះគឺជាប្រវត្តិសាស្ត្រកម្ពុជាមួយដែលវាមិនបានបង្ហាញប្រជាធិបតេយ្យនៅកម្ពុជាទេដោយសារតែមានការបោះឆ្នោតមានការរើសអម្រាមហើយប៉ុន្តែក៏អាចមានការរឹបអូសអាសនៈអីចឹងទៅអញ្ចឹងអាហ្នឹងគឺជាប្រវត្តិសាស្ត្រមួយដែលយើងគួរតែពិនិត្យមើលហើយធ្វើម៉េចឲ្យដំណើរការប្រជាធិបតេយ្យហ្នឹងគឺឲ្យវាមានភាពរលូនហើយវាអាចឈានទៅដល់ប្រជាធិបតេយ្យដែលល្អដែលយើងអាចបងថាភ្លុករសជាតិប្រជាធិបតេយ្យហ្នឹងគឺហ្នឹងហើយគឺនៅត្រង់ចំណុចហ្នឹងអ្វីដែលខ្ញុំចង់លើកឡើងខ្ញុំអរគុណខ្ញុំមានប៉ុណ្ណឹងអរគុណស្រាប់សម្រាប់ការចែកការគេការពិតគឺជាសព្វតៃមិនអាចខ្វះការចូលរួមរបស់ប្រជាពលរដ្ឋការចូលរួមនោះមិនមែនតែចូលរួមការវត្តឆ្នោតទេគឺចូលរួមដំណើរការរបស់គ្រប់កម្មភាពរបស់សង្គមជាតិទាំងមូលហើយការចូលរួមនេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញបាទមិនមែនតែឃើញចង់ចូលទេចាត់ខ្ញុំសូមប្រគល់ម៉ៃក្រូហ្វូនទៅតបខាងនេះម្ដងកាហ្វេស្ងួនកែវអស់ហើយសូមកាហ្វេតែខ្ញុំមកកាហ្វេហើយកែវតែខ្ញុំចេញអត់ទេនោះអត់ទេអូមានបាច់បលខាងនេះអានោះវិញតបខ្ញុំទៅនោះចូលតបនោះមានមួយហើយតបនោះអត់ទេមកអីញ៉ាំកាហ្វេបង្ហាញខ្លួននេះបាទហៅឡូណែលឺទុំច្រើនណាស់យកដងមកចេញហៅឡូណែអរគុណច្រើនបាទដល់ឃើញដាក់ចូលមួយចេញទីមួយចេញវិញកុំឲ្យច្រើនពេកហូរហៀនៅបានស្ដាប់ដូចយើងចង់ជជែកនេះចង់1ម៉ោងទៅតាមមើលមកមិញបាទឃើញជជែកគ្នាច្រើនតាក់ទងមួយនីតិរដ្ឋនិយាយពីរឿងតុលាការរឿងតុលាការរឿងខាងកម្មករផងហើយនឹងរឿងសិទ្ធិបោះឆ្នោតផងប៉ុន្តែខ្ញុំយើងដោយសារយើងសង្គមយើងជាសង្គមប្រជាធិបតេយ្យហើយយើងឃើញថាបើយើងនិយាយពីសង្គមប្រជាធិបតេយ្យគឺសង្គមមួយដែលមានហេតុផលបើយើងនិយាយពីហេតុផលមានន័យថាសង្គមហ្នឹងជាប់ជាមួយនឹងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋជាដើមអញ្ចឹងខ្ញុំគណថាពីការជជែកនេះហើយខ្ញុំចង់ទាញការចាប់អារម្មណ៍មួយតាក់ទងជាមួយនឹងរឿងការបញ្ចេញមតិជាពិសេសថ្មីការវត្តថ្មីនេះរឿងតាក់ទងជាមួយនឹងចំនួនព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃដល់ពេលដែលគឺតាក់ទងមួយការរាយការណ៍តាក់ទងមួយរឿងព្រំដែនប៉ុន្តែតាក់ទងមួយព័ត៌មានអន្តរជាតិបើយើងក្រែកវិញដូចជា Reuters ឬសារព័ត៌មានផ្សេងAl Jazeera ឬ BBC News អីជាដើមហ្នឹងព័ត៌មានតាក់ទងនៅប្រទេសកម្ពុជាយើងឃើញថាអត់មានទីផ្សារច្រើនតាក់ទងជាមួយនឹងផលវិបាកឬផលប៉ះពាល់ចា៎
បាក់របស់ប្រទេសកម្ពុជាយើងហ្នឹងវាបាត់នៅសម្លេងនឹងចង់បកវិញថាយើងរងផលប៉ះពាល់គឺសង្គ្រាមតែយើងមិនបានបង្ហាញពីហ្នឹងនៅលើខាងសារព័ត៌មានអន្តរជាតិប៉ុន្តែព័ត៌មានជាតិយើងមាននៅក្នុងកម្រិតណាមួយទៅអញ្ចឹងជាការឆ្លោះប្រចាំមកវិញជាផ្នែកមួយក្នុងការឲ្យបើយើងជាប់មកវិញនៅក្នុងការប៉ះទង្គិចគ្នារវាងកម្ពុជានិងថៃក្នុងឆ្នាំ2000ជាងដូចមុនឆ្នាំ2008អីជាដើមយើងឃើញពេលហ្នឹងសារព័ត៌មានអន្តរជាតិហើយនឹងលំហនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេសកម្ពុជាធំទៅលើអាចច្រត់ដល់ដែរទាក់ទងជាមួយបញ្ហាការប៉ះទង្គិចនេះប៉ុន្តែនៅក្នុងពេលថ្មីនេះប្រហែលខែមុនក្នុងខែកក្កដាយើងឃើញថាចំនួនប៉ះចំដែរប៉ុន្តែទាក់ទងមួយទៅលើការប៉ះទង្គិច តាមពិតយើងបង្កើតឡើងជាង1ឆ្នាំហើយប៉ុន្តែយើងដំណើរការទៅតែបានជាង9ខែទេដោយសារតែលោកផនបានលើកឡើងអំពីបញ្ហាទាក់ទងនឹងសារព័ត៌មានអញ្ចឹងខ្ញុំចូលរួមបន្តិចដោយសារតែអង្គការលើកកម្ពស់ផ្សព្វផ្សាយនិងសារគមន៍យើងធ្វើការបដោតសំខាន់ទៅលើសេរីភាពសារព័ត៌មានលើកកម្ពស់សារព័ត៌មានដែលផ្ដល់ជាប្រយោជន៍សាធារណៈអញ្ចឹងនៅពេលដោយសារថ្ងៃនេះយើងជជែកអំពីប្រជាធិបតេយ្យអញ្ចឹងនៅក្នុងលទ្ធិប្រជាធិបតេយ្យបើនិយាយអំពីសេរីភាពសារព័ត៌មានអ្វីដែលគេជឿចិត្តនិយាយជាងគេនោះគឺអំណាចទី4ពាក្យថាអំណាចទី4គឺសារព័ត៌មានត្រូវបានគេចាត់ទុកថាជាអំណាចទី4បាទគឺជាតួអង្គដ៏សំខាន់មួយដែលគេចាត់ទុកថាជាអំណាចទី4នៅក្នុងប្រព័ន្ធនយោបាយបាទប៉ុន្តែដើម្បីឲ្យសារព័ត៌មាននឹងដើរតួនាទីជាអំណាចទី4បានយើងត្រូវការមានអ្វីនៅពេលដែលយើងថាសារព័ត៌មានជាអំណាចទី4ក៏ប៉ុន្តែសារព័ត៌មានអាចធ្វើបំពេញតួនាទីរបស់ខ្លួនដោយសេរីដោយមិនមានការរឹតបន្តឹងឬក៏ការយាយីគំរាមកំហែងអញ្ចឹងតើយើងបំពេញតួនាទីមិនបាននៅពេលដែលសារព័ត៌មានរាយការណ៍តែអំពីឧទាហរណ៍ថាចំណុចវិជ្ជមានឬក៏យើងអាចហៅថា PR ធ្វើតែរាយការណ៍ដូចជាអ្នកនាំពាក្យឲ្យស្ថាប័នអីផ្សេងទៀតអាហ្នឹងមិនអាចទៅរួចទេខ្ញុំចង់ធ្វើការប្រៀបធៀបមួយដូចលោកផនលើកឡើងពាក់ព័ន្ធជាមួយនឹងទំនាស់រវាងកម្ពុជា
ហើយនឹងថៃបើសិនបើយើងធៀបប្រៀបធៀបកន្លងទៅនៅពេលដែលសារព័ត៌មានយើងអាចថាខ្ញុំនៅតែប្រើពាក្យថាសារព័ត៌មានឯករាជ្យនៅពេលដែលយើងរាយការណ៍អំពីបញ្ហាប្រឈមឬក៏បញ្ហារបស់ប្រជាពលរដ្ឋគឺតែងតែរងការរិះគន់ថាយើងបង្ហាញតែពីចំណុចអវិជ្ជមានឬក៏មួយជ្រុងអីចឹងទៅប៉ុន្តែនៅពេលដែលសម្រាប់យើងមិនចាត់ទុកថាអ្នកដែលយើងរាយការណ៍ឧទាហរណ៍ថាអ្នកមានដំណោះដីធ្លីឬក៏ពលករដែលគាត់កម្មករឬក៏ពលករដែលគាត់តវ៉ាហ្នឹងថាជាជនរងគ្រោះឯងគាត់ថាអ្នកមានបញ្ហាប៉ុន្តែនៅពេលដែលរាយការណ៍គឺសម្លេងគាត់ត្រូវបានគេឮមានន័យថាបញ្ហាគាត់ត្រូវបានគេសារព័ត៌មានពំនាំឲ្យសាធារណជនទូទៅបានដឹងប៉ុន្តែនៅពេលដែលមិនមានសារព័ត៌មានឯករាជ្យយើងឃើញរយៈប្រហែលឆ្នាំចុងក្រោយនេះនៅពេលដែលសារព័ត៌មានឯករាជ្យត្រូវបានបិទបញ្ហារបស់ពួកគាត់មិនត្រូវបានគេរាយការណ៍យើងធៀបជាមួយនឹងបញ្ហាជាមួយនឹងកម្ពុជាថៃរាល់ថ្ងៃនេះគឺយើងនៅក្នុងនាមជាពលរដ្ឋខ្មែរយើងតែងថាកម្ពុជាជាប្រទេសរងគ្រោះដោយសារតែប្រទេសធំឈ្លានពានប៉ុន្តែនៅពេលដែលយើងកលេចមើលនៅក្នុងឆាកអន្តរជាតិសារព័ត៌មានអន្តរជាតិដោយលោកផនលើកឡើងអញ្ចឹងគឺមានការនិយាយតិចតួចអញ្ចឹងវាហាក់ដូចជាអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរឬក៏ប្រទេសកម្ពុជាយើងប៉ុន្តែបើយើងធៀបជាមួយនឹងបញ្ហានៅក្នុងបញ្ហាដីកន្លងមកដូចខ្ញុំនិយាយថានៅពេលដែលអ្នកមានដំណោះដីធ្លីក៏តវ៉ានៅពេលដែលយើងអត់បានបង្ហាញអំពីបញ្ហារបស់គាត់វាដូចគ្នាដែលបញ្ហាអំពីបញ្ហាប្រទេសកម្ពុជាថៃគឺសាច់រឿងនៃភាគីកម្ពុជាអត់ត្រូវបានបង្ហាញនៅលើឆាកអន្តរជាតិដូចគ្នាអញ្ចឹងយើងរាល់កន្លងមកអ្នកដែលប្រឈមបញ្ហាអយុត្តិធម៌យើងអាចប្រើពាក្យថាអយុត្តិធម៌ក្នុងការបង្ហាញបញ្ហាឬក៏សម្លេងរបស់គាត់គឺតែក្នុងមួយក្រុមប្រជាពលរដ្ឋតូចដែលគាត់មានបញ្ហាប៉ុន្តែនៅពេលដែលមានបញ្ហាសង្គ្រាមមិនដល់ថាសង្គ្រាមគឺចំនួនខ្មែរថៃចុះគឺប្រទេសកម្ពុជាទាំងមូលគឺយើងបានរកភាពអយុត្តិធម៌ទាក់ព័ន្ធជាមួយនឹងការផ្សព្វផ្សាយព័ត៌មានពីភាគីកម្ពុជាអញ្ចឹងខ្ញុំចង់ទាញការចាប់អារម្មណ៍ទាំងប្រជាពលរដ្ឋទូទៅទាំងរាជរដ្ឋាភិបាលគឺយើងអាចឆ្លោះបញ្ចាំងទាំងអស់គ្នាថាតើមូលហេតុហ្នឹងមកពីអ្វីអញ្ចឹងកន្លងមកយើងប្រៀបធៀបដូចឆ្នាំ2008 2009អីដែលមានចំនួនមួយសារហ្នឹងដែរគឺកាលហ្នឹងយើងមានសារព័ត៌មានឯករាជ្យទាំងភាសាខ្មែរទាំងភាសាបរទេសនៅមានមួយចំនួនដែលយើងអាចថាមានប្រភពព័ត៌មានឯករាជ្យអាចទទួលយកបានយើងនៅមានសារព័ត៌មាន Cambodia Daily យើងមានភ្នំពេញ Post ក៏ដូចជាសារព័ត៌មានក្នុងស្រុកដូចជា VOD ឬក៏ ស៊ីសេរី VOA ដែលនៅមានប្រតិបត្តិការនៅក្នុងប្រទេសអញ្ចឹងនៅពេលដែលពួកគាត់រាយការណ៍បញ្ហាគឺសាច់រឿងនៃវិភាគីខាងកម្ពុជាយើងគឺត្រូវបានគេយកទៅផ្សព្វផ្សាយបន្តដែរតែនៅពេលដែលសារព័ត៌មានឯករាជ្យមិនត្រូវបានមានឱកាសដើម្បីដំណើរការអញ្ចឹងយើងក៏បាត់សាច់សម្លេងពីកម្ពុជាដូចគ្នាបាទអញ្ចឹងសរុបរួមមកវិញយើងទាញមកក្នុងបញ្ហានៅក្នុងស្រុកខ្មែរដោយសារតែខាងដើមអ្នកសម្របសម្រួលលោកបណ្ឌិតប៉ាចន្ទរឿនគាត់ស្នើឲ្យនិយាយពីដំណោះស្រាយខ្លងទៅខ្ញុំអាចសង្កេតឃើញថាប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលហ្នឹងគឺខ្ញុំបើតាមខ្ញុំសង្កេតមិនខុសគាត់ថាដូចប្រើពាក្យថាអំណាចទី4ហ្នឹងរៀងញឹកញាប់ជាងមុនអញ្ចឹងដើម្បីឲ្យខ្ញុំគិតថាខ្ញុំគ្រប់គ្រងថាប្រើពាក្យថាអំណាចទី4ហ្នឹងយើងយល់ស្របទាំងអស់គ្នាថាសារព័ត៌មានមានតួនាទីសំខាន់ក្នុងការដើរតួនាទីជាអំណាចទី4ដើម្បីឲ្យប្រជាធិបតេយ្យយើងដើរដំណើរការបានល្អអញ្ចឹងដើម្បីឲ្យដំណើរការបានល្អអញ្ចឹងយើងត្រូវត្រូវបើកសេរីភាពសារព័ត៌មានឲ្យមានអាចបំពេញតួនាទីដោយសេរីដែលបានធានានៅក្នុងរដ្ឋធម្មនុញ្ញប្រជាជនកម្ពុជាយើងក៏ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាននៅក្នុងឆ្នាំ1995ទោះបីជាច្បាប់នឹងមិនជាល្អខ្លាំងប៉ុន្តែយើងគិតថាក្នុងកម្រិតមួយដែលអាចទទួលយកបានប៉ុន្តែយើងទៅពេលដែលយើងមក reflect ឬក៏ឆ្លុះបញ្ចាំងពីតថភាពខ្ញុំគិតថាមានរបាយការណ៍ផ្សេងគ្នាប៉ុន្តែបច្ចុប្បន្នហ្នឹងរដ្ឋាភិបាលក៏គាត់មានរបាយការណ៍ផ្ទាល់ខ្លួនរបស់គាត់ប៉ុន្តែស្ថាប័នអន្តរជាតិដូចជាអ្នកសារអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនហ្នឹងគឺគាត់តែងតែចេញរបាយការណ៍ប្រចាំឆ្នាំហើយជាអកុសលនៅក្នុងប្រហែលឆ្នាំចុងក្រោយហ្នឹងចំណាត់ថ្នាក់របស់យើងគឺធ្លាក់ថយក្រោយរហូតទន្ទុដែលយើងទទួលបានវាទៀតទៅដូចនៅក្នុងឆ្នាំ2025នេះគឺធ្លាក់ពី151មកដល់161អញ្ចឹងវាថយដល់ទៅ10លេខអញ្ចឹងក្នុងរបាយការណ៍ហ្នឹងដោយសារតែខ្ញុំបានតាមដានរៀងរាល់ឆ្នាំដែរគឺគេមានសុចនាករវាស់វែងច្បាស់លាស់ណាមានទាំងបរិបទនយោបាយទាំងច្បាប់ឬក៏ការគម្រាមកំហែងទៅលើអ្នកសារព័ត៌មានឬក៏បញ្ហាផ្សេងអញ្ចឹងខ្ញុំឃើញថាអាចថាបច្ចុប្បន្នថ្មីនេះគឺក្រសួងក៏គាត់អាចទទួលយកធាតុចូលមួយចំនួនពីរបាយការណ៍របស់អង្គការសង្គមស៊ីវិលដែរអញ្ចឹងខ្ញុំគិតថានេះជាសញ្ញាមួយដែល
រដ្ឋាភិបាលគួរតែបន្តធ្វើជាចំណុចរឿងដែលល្អថាគាត់ត្រានៅចំណុចដែលខ្វះខាតហើយយកទៅចំណុចទាំងអស់ហ្នឹងទៅកែលម្អបាទប៉ុន្តែកែលម្អហើយគឺត្រូវបើកសេរីភាពឲ្យអ្នកសារព័ត៌មានដើម្បីអាចបំពេញមុខងារឬក៏ទូនាទីរបស់ពួកគាត់បានឲ្យបើកដោយសេរីហើយបន្ថែមពីលើហ្នឹងដូចគ្នាខាងនេះខាងដើមច្បាប់ស្តីពីរបបការទទួលបានព័ត៌មានក៏សំខាន់មួយដែរសម្រាប់អ្នកសារព័ត៌មានដោយសារតែបច្ចុប្បន្នហ្នឹងគឺយើងឃើញអានេះគឺដូចអាសារហូតដល់ថ្នាក់នៃយើងអាសាលេងនិយាយលេងសើចថាអ្នកនាំពាក្យលេងមិនមានពាក្យនាំអីចឹងខ្ញុំគិតថាបញ្ហាហ្នឹងដែលត្រូវគូសជៀសវាងព្រោះបច្ចុប្បន្នហ្នឹងគឺដោយសារតែការរីកចម្រើនឬក៏រីករាលដាលនៃការប្រើប្រាស់បណ្ដាញសង្គមហ្នឹងធ្វើឲ្យព័ត៌មានដែលចែកចាយហ្នឹងគឺទូលំទូលាយមានច្រើនមែនទែនប៉ុន្តែប្រជាពលរដ្ឋគាត់មិនអាចបែងចែកថាព័ត៌មានណាដែលគាត់អាចជឿទុកចិត្តនៅពេលដែលយើងមានសារព័ត៌មានដែលអាចជឿទុកចិត្តខ្ញុំគិតថាវាកាន់តែបង្កភាពងាយស្រួលសម្រាប់ពលរដ្ឋក្នុងការបញ្ជាក់ព័ត៌មានដែលគាត់ទទួលបានក្រៅពីប្រភពផ្លូវការពីក្រសួងឬក៏រាជរដ្ឋាភិបាលគឺគាត់អាចមកឆែកបញ្ជាក់ជាមួយនឹងសារព័ត៌មានឯករាជ្យដែលគាត់អាចទុកចិត្តថាអូខេសារព័ត៌មាននេះគឺអាចផ្ដល់ព័ត៌មានពិតដល់ពួកគាត់បានប៉ុន្តែសារព័ត៌មានគាត់អាចបំពេញតួនាទីនឹងបានទេនៅពេលដែលគាត់មិនអាចទទួលបានព័ត៌មានពីភាគីពាក់ព័ន្ធដែលរាប់បញ្ចូលទាំងរាជរដ្ឋាភិបាលអញ្ចឹងច្បាប់ស្តីពីការទទួលសិទ្ធិទទួលព័ត៌មាននេះគឺវាមានសារៈសំខាន់មិនត្រឹមតែសម្រាប់អ្នកសារព័ត៌មានគឺសំខាន់សម្រាប់ទៅដល់ប្រជាពលរដ្ឋទូទៅដែលគាត់ចង់ស្នើសុំព័ត៌មានពាក់ព័ន្ធណាមួយខ្ញុំគិតថាខ្ញុំសូមចូលរួមប៉ុណ្ណឹងអរគុណច្រើនបាទនៅចិត្តគ្នាបដ ாய் សូមម៉ៃវិញដងខ្ញុំអរគុណជំរាបសួរបងទាំងអស់គ្នាហើយខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមទិវាប្រជាធិបតេយ្យអន្តរជាតិនៅថ្ងៃនេះហើយទទួលបានកាហ្វេដ៏ឈ្ងុយឆ្ងាញ់បាទយើងបានបច្ចេកគ្នាច្រើនហើយសូមណែនាំបន្តិចខ្ញុំឈ្មោះប៊ុនរិទ្ធខ្ញុំមកពីអង្គការមហាភាពកម្ពុជាបាទយើងបានបច្ចេកគ្នាច្រើនកាលពីព្រឹកមិញតាមខ្ញុំតាមដានស្ដាប់ពីវាគ្មិនមួយចំនួនជាគោលការណ៍ប្រជាធិបតេយ្យក៏ដូចជាតួអង្គប្រជាធិបតេយ្យសំខាន់ក៏ពិតទៅនឹងឯខ្ញុំចាប់អារម្មណ៍កាលណាយើងនិយាយពីប្រជាធិបតេយ្យយើងនិយាយពីដំណើរការប្រជាធិបតេយ្យអញ្ចឹងបើទោះបីជាដំណើរការនេះយើងមកដល់ពេលនេះប្រហែលជាចាស់ដែរហើយតាំងពីឆ្នាំ1991ដែលកម្ពុជាយើងទទួលបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយយើងចាប់ផ្ដើមអនុវត្តគោលការណ៍ប្រជាធិបតេយ្យធំមួយចំនួនរួមទាំងដំណើរការទូអង្គប្រជាធិបតេយ្យប៉ុន្តែយើងឮវាគ្មិនថាយើងចង់ភ្លក់ប្រជាធិបតេយ្យមួយដែលមានរសជាតិបងប៉ាលីនបាទហើយជាយើងប្រហែលជាចុងភៅមិនទាន់ស្លស្លុកឲ្យបានល្អប្រសើរឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋក៏ថាបានឬក៏នៅមានតួអង្គប្រជាធិបតេយ្យមួយចំនួនមិនទាន់បានបំពេញតួនាទីរបស់ខ្លួនដើម្បីឲ្យពលរដ្ឋហ្នឹងគាត់បានភ្លក់គាត់បានដឹងជាតិប្រជាធិបតេយ្យដែលវាជាដំណើរការវែងឆ្ងាយខ្ញុំចាប់អារម្មណ៍នៅពេលដែលយើងនិយាយពីប្រជាធិបតេយ្យខ្ញុំឃើញបងលើកពីគោលការណ៍ធំជាច្រើនដូចជាការគោរពសិទ្ធិមនុស្សការបោះឆ្នោតបាទហើយការនីតិរដ្ឋបាទការដឹកនាំប្រទេសដោយប្រើច្បាប់ត្រឹមត្រូវមិនមាននិទានភាពមិនមានការរំលោភច្បាប់ជាដើមបាទហើយខ្ញុំគិតថាគោលការណ៍ចុងក្រោយមួយទៀតនៅពេលដែលយើងឃើញសង្គមប្រជាធិបតេយ្យដែលគាត់ដែលបានអនុវត្តជារឿយមកគឺសំដៅទៅលើទីផ្សារសេរីបាទព្រោះយើងឃើញថាការអនុវត្តរបបទីផ្សារសេរីនេះក៏មានជាដំណើរការស្នូលមួយដែរនៅក្នុងសង្គមប្រជាធិបតេយ្យมันអាចខ្វះបាននេះបាទប៉ុន្តែបើយើងនិយាយពីកម្ពុជាយើងវិញយើងរំលេចឃើញថាយើងមាន4គោលការណ៍ទាំងអស់នោះយើងមានអស់ហើយសំណួរសួរថាតើអនុវត្តបានដល់កម្រិតណាជាក់ស្ដែងដូចជាតួអង្គដំណើរការគោលការណ៍នៃការបោះឆ្នោតបាទយើងមានការបោះឆ្នោតមួយដែលសេរីត្រឹមត្រូវយុត្តិធម៌ទេបាទយើងមានការគោរពសិទ្ធិមនុស្សដែលពលរដ្ឋមានសិទ្ធិជាមូលដ្ឋានក្នុងការចូលរួមដំណើរការទេព្រោះយើងបានលើកជាច្រើនអំពីការចូលរួមរបស់ប្រជាពលរដ្ឋថាតើសិទ្ធិទាំងអស់នោះបានលើកកម្ពស់ឲ្យប្រជាពលរដ្ឋចូលរួមលើកកម្ពស់ការប្រជាធិបតេយ្យអត់ដោយតួយ៉ាងដែលមានមតិលើកឡើងថាដំណើរការប្រជាធិបតេយ្យពលរដ្ឋបានបោះឆ្នោតរួចហើយអញ្ចឹងអត់មានសិទ្ធិចូលរួមទៀតទេខ្ញុំគិតថាគំនិតទស្សនៈបែបនេះគឺជាគំនិតទស្សនៈមួយបន្តិចបន្តក់នៅដំណើរការអភិវឌ្ឍមួយដែលមានបែបបច្ចាប័នតែប៉ុណ្ណោះបើសិនបើសំទោសមិនមែនបច្ចាប័នទេបរិយាប័នបាទបរិយាប័នតែប៉ុណ្ណោះព្រោះបើអត់មានការចូលរួមជាទូទៅទេវាអត់មានបរិយាប័នទេនៃការអភិវឌ្ឍហ្នឹងណាបាទអញ្ចឹងយើងមើលមកវិញមើលយើងមើលថាតើបើយើងនិយាយថាការចូលរួមរបស់ប្រជាពលរដ្ឋលុះត្រាតែពលរដ្ឋអនុវត្តសិទ្ធិបានហើយយើងដឹងថាការបោះឆ្នោតដែលល្អប្រសើរ
តំណាងរាស្ត្រគាត់ទៅទទួលបានគាត់តំណាងឲ្យពលរដ្ឋអញ្ចឹងយើងត្រូវមើលវិញថាតើតួអង្គប្រជាធិបតេយ្យមួយដែលជាស្ថាប័ននីតិបញ្ញត្តិតើគាត់មានយន្តការក្នុងការទទួលបានព័ត៌មានពីប្រជាពលរដ្ឋទេជាក់ស្ដែងដោយបងវាគ្មិនបងសវាងពីខាង Conference បានលើកអំពីគំនិតទស្សនៈមួយចំនួនរបស់ប្រជាពលរដ្ឋនោះហាក់ដូចជាមិនត្រូវបានតំណាងរាស្ត្រយកមកវិញទេអញ្ចឹងយើងពិនិត្យមកវិញថាតើប្រព័ន្ធបោះឆ្នោតបងប្អូនប្រជាពលរដ្ឋយើងពិនិត្យមើលថាប្រព័ន្ធបោះឆ្នោតយើងនេះមានបានបើកសិទ្ធិសេរីភាពឲ្យតំណាងរាស្ត្រហ្នឹងគាត់មានធម៌ពលពេញលេញក្នុងការអនុវត្តសិទ្ធិទេព្រោះតួយ៉ាងប្រព័ន្ធបោះឆ្នោតយើងរាល់ថ្ងៃនេះគឺយើងគេហៅថា party list មានន័យថាប្រព័ន្ធបញ្ជីគណៈបកនយោបាយជាប់ឆ្នោតជាតំណាងរាស្ត្រតតែខ្លួនឯងឈរឈ្មោះជាតំណាងរាស្ត្រក្នុងគណៈបកមួយហើយប៉ះសិនបើគណៈបកនោះត្រូវបានដកបេក្ខភាពខ្លួនឯងចេញពីបញ្ជីគណៈបកនយោបាយនោះនឹងបាត់បង់អភ័យឯកសិទ្ធិឬក៏បាត់បង់សិទ្ធិជាតំណាងរាស្ត្រដែរអញ្ចឹងហេតុអីយើងមិនឆ្លុះបញ្ចាំងមកវិញដើម្បីឲ្យតំណាងរាស្ត្ររបស់យើងលោកមានសិទ្ធិមានអំណាចក្នុងការទទួលបានព័ត៌មានដើម្បីយកមកអនុវត្តតួអង្គប្រជាធិបតេយ្យគាត់ឲ្យរឹងមាំណាអញ្ចឹងយើងមើលមកវិញមើលព្រោះបណ្ដាប្រទេសមួយចំនួនគេបានធ្វើដែរគេហៅថាប្រព័ន្ធចម្រុះមានន័យថាគេអាចបោះឆ្នោតឲ្យគណៈបកផងហើយក៏គេអាចបោះឆ្នោតឲ្យបេក្ខជនចូលឈ្មោះបោះឆ្នោតនឹងដោយផ្ទាល់តែម្ដងអញ្ចឹងគណៈបកនយោបាយលោកអត់អាចមានសិទ្ធិដកបេក្ខជនបានទេព្រោះលោកកើតចេញពីការបោះឆ្នោតដោយពលរដ្ឋផ្ទាល់បាទអញ្ចឹងខ្ញុំគិតថានេះជាចំណុចមួយដែលយើងត្រូវតែព្យាយាមគិតមើលដើម្បីឲ្យអ្នកតំណាងរាស្ត្រយើងស្លសម្លប្រជាធិបតេយ្យមួយដែលបងផលីនគាត់ថាត្រូវរសជាតិរបស់ខ្មែរដែរព្រោះយើងអត់អាចគប់ពីចេញពីប្រទេសណាទេតែសំណួរសួរថាតើរសជាតិរបស់ខ្មែរនឹងតំណាងរាស្ត្រយកទៅស្លនៅសម្លប្រជាធិបតេយ្យហ្នឹងបាទឬក៏ស្លទៅតាមឆន្ទៈក្រមរបស់និន្នាការនយោបាយរបស់ខ្លួនមួយក្រុមអានេះគឺជាបញ្ហាបាទហើយខ្ញុំសូមចាប់អារម្មណ៍មួយចំណុចទៀតនៅពេលដែលយើងនិយាយពីដំណើរការប្រជាធិបតេយ្យក៏ដូចជាដំណើរការអភិវឌ្ឍសង្គមវាមានតួអង្គវាមានគោលការណ៍ប៉ុន្តែអ្វីដែលសំខាន់យន្តការនៃការអភិវឌ្ឍរបស់វានឹងគឺអត់អាចភ្លេចបានទេអំពីគេហៅថាដំណើរការអភិបាលកិច្ចវាជាគោលការណ៍វាជាតួអង្គប៉ុន្តែប្រសិនបើដំណើរការនៃការតួអង្គទាំងអស់នោះមិនមានដំណើរការអភិបាលកិច្ចល្អមួយត្រឹមត្រូវទេនោះប្រហែលជាការវិនិយោគធនធានក្តីបាទកិច្ចខិតខំឯងក្តីរបស់ប្រជាពលរដ្ឋការចូលរួមរបស់ប្រជាពលរដ្ឋក្តីហាក់ដូចជាមិនត្រូវបានលើកទឹកចិត្តឲ្យកាន់តែចូលរួមឲ្យសកម្មទេព្រោះដោយសារតែបាត់បង់ពីដំណើរការនៃអភិបាលកិច្ចនៅក្នុងដំណើរការហ្នឹងហើយបើយើងមើលអំពីដំណើរការអភិបាលកិច្ចវិញយើងដឹងហើយថ្មីនេះសច្ចនករដូចជាបងសិទ្ធឿនបានលើកមិញពីសច្ចនករតាក់ទងនឹងសេរីភាពបញ្ចេញមតិបាទហើយសច្ចនករអំពីរឿងវាស់លើកបញ្ហាអំពើពុករលួយនៅក្នុងប្រទេសបាទដោយជាក់ស្ដែងយើងមានការសោកស្ដាយដែរកម្ពុជារបស់យើងនៅក្នុងឆ្នាំអំឡុងឆ្នាំ2020បាទ2020ចុះក្រោមយើងហាក់ដូចជាមានកំណើនសន្ទុះនៃអំពើពុករលួយនឹងឃើញល្អប្រសើរជាលំដាប់បើទោះបីជាលទ្ធផលនោះមិនទាន់ត្រូវបានយើងសាទរយ៉ាងខ្លាំងក៏ដោយប៉ុន្តែក្រោយពី2ឆ្នាំចុងក្រោយនេះយើងឃើញថាសន្ទុះនោះមានការធ្លាក់ចុះចឹងបើយើងផ្ទឹមជាមួយនឹង2023សន្ទុះអំពើពុករលួយឆ្នាំ2024នេះគឺមានការធ្លាក់ចុះបាទហើយរហូតដល់កម្ពុជាយើងមានចំណាត់ថ្នាក់ហៅថាទាបជាងគេនៅក្នុងតំបន់បាទក៏ដូចជាចំណាត់ថ្នាក់ទី4សំទោសមិនមែនទាបជាងគេអាចចំណាត់ថ្នាក់ទី2នៅក្នុងអាស៊ីអាគ្នេយ៍បាទហើយចំណាត់ថ្នាក់ទី4នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហើយទាំងអស់នេះហើយដែលមកឆ្លុះបញ្ចាំងមកវិញដំណើរការប្រជាធិបតេយ្យរបស់យើងនេះតើវាមានរូបភាពបែបម៉េចបាទដែលពលរដ្ឋយើងគ្រប់គ្នាគួរតែគិតមើលព្រោះយើងអត់អាចមើលតែ principle ទេអត់មើលទៅគោលការណ៍ទេយើងត្រូវមើលអំពីដំណើរការបាទការប្រព្រឹត្តទៅនៃតួអង្គមួយដែរបាទអរគុណបានតបខាងនេះយើងទៅរុញទៅបានសុំខណ្ឌម៉ាត់សុំម៉ាត់កូនរុញទៅតិចតបនៅរួចអរគុណឥឡូវតបចាំក្រោយគេបាច់និយាយបាច់អីទេតបនេះអូកាន់អញ្ចឹងហ្នឹងសូមបាទសូមពលរដ្ឋធម្មតាសូមនិយាយមួយម៉ាត់ទេហ្នឹងតាំងពីយូរតាំងខ្លួនថាជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងប្រទេសមួយជាធិបតេយ្យតាំងខ្លួនថាអញ្ចឹងហ្នឹងហើយបាទខ្ញុំឈ្មោះសុខាជាពលរដ្ឋដែលតាំងខ្លួនថារស់នៅក្នុងសង្គមប្រជាធិបតេយ្យហ្នឹងហើយខ្ញុំឯកភាពជាមួយនឹងបងប្អូនដែលបានលើកពីខាងដើមតែក៏ចង់ឆ្លោះបញ្ចាំងបន្តិចថាយើងប្រើពាក្យប្រជាធិបតេយ្យហ្នឹងវាសឹងតែគ្រប់គ្នាក៏ថាតើប្រជាធិបតេយ្យពិតហ្នឹងពិតប្រកបហ្នឹងហ្មងអញ្ចឹងបើ
សម្រាប់ខ្ញុំដោយមិនដែលបានភ្លក់អារសជាតិជាធិបតេយ្យពេញលេញឲ្យពិតហ្នឹងឯងក៏អញ្ចឹងបើគេស្លោអាពិតមកទៅភ្លក់ទៅក៏មិនដឹងថាប្រៀបធៀបមួយអីថាអាហ្នឹងវាពិតឬមិនពិតប៉ុន្តែយន្តការរបស់វាមានហើយប៉ុន្តែអាសឡដែលចេញពីយន្តការហ្នឹងពីអាគ្រឿងផ្សំហ្នឹងយកមកបានសឡមួយឆ្នាំងឲ្យថាយើងភ្លក់ទៅថាអាហ្នឹងពិតឬមិនពិតហ្នឹងយើងវាអត់ដែរភ្លក់កន្លែងហ្នឹងអញ្ចឹងហើយដែលធ្វើឲ្យអ្នកស្លោហ្នឹងស្លោឲ្យនិយាយថាអូអានេះជាធិបតេយ្យអានេះជាធិបតេយ្យហើយយើងអ្នកភ្លក់ចេះតែតាមភ្លក់ទៅអាណាភ្លក់ត្រូវមាត់ទៅយើងទះដៃថាអូអានេះជាធិបតេយ្យអញ្ចឹងហើយបានអាការដែលអនុវត្តជាធិបតេយ្យវាហើមស្រកហ្នឹងគឺវាពឹងផ្អែកទៅលើអ្នកភ្លក់ដែលមិនមានគុណភាពនឹងឯងអញ្ចឹងប៉ុន្តែគ្រឿងផ្សំមានត្រីមានបន្លែហ្នឹងគឺថាវាមានគ្រប់អស់ប៉ុន្តែអ្នកស្លោឲ្យចេញដើម្បីឲ្យរសជាតិហ្នឹងវាត្រូវហ្នឹងវាពិបាកអញ្ចឹងអាចភូតអ្នកភ្លក់បានអាហ្នឹងខ្ញុំគាត់ថាឆ្លុះអញ្ចឹងហើយប្រហែលជាអ្នកភ្លក់ហ្នឹងត្រូវមានវិជ្ជាជីវៈត្រឹមត្រូវដែរដើម្បីឲ្យភ្លក់ទៅថាតើវាត្រូវមែនអត់ហើយបើមិនអញ្ចឹងទេអាបន្លែសាច់ដែលមានជាតិគីមីស្លោហើយក៏អាចថាអាហ្នឹងជាស្លោជាធិបតេយ្យយើងចេះតែភ្លក់ទៅក្រោយមកយើងកើតជំងឺមានលើសឈាមមានខ្លាញ់មានទឹកនោមផ្អែមខ្សោយសុខភាពទៅភ្លក់អាសាឆ្នាំងផ្សេងទៀតក៏ភ្លក់លេងបានភ្លក់ទៅភ្លាវមាត់យើងគិតថានឹងឆ្ងាញ់ដែរថាជាធិបតេយ្យទៀតទៅឃើញទេបាទអញ្ចឹងកន្លែងហ្នឹងគឺជាចំណុចសំខាន់ហើយខ្ញុំចង់ទាញមកអាហ្នឹងឲ្យដោយសាររូបភាពនៃប្រជាធិបតេយ្យបែបហ្នឹងដែលធ្វើឲ្យប្រជាពលរដ្ឋដោយបងប្អូនយើងខាងដើមបានលើកចឹងថាយើងអនុវត្តភាពជាតំណាងក៏ប៉ុន្តែមិនមែនមានន័យថាអំណាចដែលប្រជាពលរដ្ឋឲ្យទៅមិនអាចដកបានណាហើយខ្ញុំបារម្ភណាស់នៅពេលដែលប្រជាពលរដ្ឋគាត់ប្រើអំណាចរបស់គាត់ដកត្រឡប់មកវិញណាអ្នកដែលបានមិនចង់ប្រឡែងបាទព្រោះវិញ្ញាណជាមួយនឹងអំណាចហ្នឹងអញ្ចឹងប្រជាពលរដ្ឋប្រកាសជាប្រើប្រាស់អំណាចបែបធម្មជាតិរបស់គាត់ដើម្បីទាមទារហើយអានេះកំពុងតែកើតមានហើយនៅក្នុងពិភពលោកហើយនៅក្នុងតំបន់ហ្នឹងកំពុងតែមានហើយអញ្ចឹងនេះគឺជាមេរៀនមួយដែលប្រទេសណាក៏ដោយឲ្យតែតាំងខ្លួនប្រជាធិបតេយ្យហើយខំប្រឹងស្លោសម្លប្រជាធិបតេយ្យคล้ายវាគួរតែគិតពិចារណាធាតុផ្សំនៃសម្លហ្នឹងតើវាពិតឬមិនពិតហើយបើសិនជាមិនពិតទេដូចនៅឃើញហើយមាននេប៉ាល់មានបង់ក្លាដេសមានអីអាហ្នឹងខ្ញុំនិយាយនៅក្នុងតំបន់យើងហ្នឹងបាទចិត្តផ្ទះហ្នឹងបាទអញ្ចឹងហើយបើប្រជាពលរដ្ឋគាត់ទៅដកអំណាចមកវិញអ្នកដែលញៀននឹងអំណាចមិនអោយតើមានអីកើតឡើងចំណុចនេះគឺជាចំណុចសំខាន់ក្នុងការមើលថាតើកម្រិតប្រជាធិបតេយ្យរបស់ប្រទេសដែលខ្លួនបានប្រកាសថាប្រជាធិបតេយ្យហ្នឹងវាពិតឬមិនពិតគឺមើលទៅលើកម្រិតនៃការបង្ក្រាបបើសិនជាកម្រិតនៃការបង្ក្រាបនឹងកាន់តែធ្ងន់ធ្ងរកាន់តែសាហាវទៅលើស្មារតីប្រជាធិបតេយ្យដែលប្រជាពលរដ្ឋប្រើអំណាចរបស់គាត់នោះគឺបញ្ជាក់ច្បាស់ហើយថាប្រទេសហ្នឹងមិនប្រជាធិបតេយ្យទេបើការបង្ក្រាបនឹងតិចបំផុតហើយកាន់តែតិចរហូតដល់មានការជជែកដោយសន្តិវិធីនោះបញ្ជាក់ថាស្មារតីនៃការដឹកនាំរដ្ឋហ្នឹងឬក៏រដ្ឋាភិបាលហ្នឹងគឺប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យកន្លែងហ្នឹងគឺជាចំណុចមួយស្រួលមើលបង្ក្រាបកាន់តែខ្លាំងកាន់តែបកអាវខ្លួនឯងថាខ្ញុំមិនមែនដឹកនាំតាមបែបប្រជាធិបតេយ្យទេអាហ្នឹងអញ្ចឹងណាបាទហើយបើមើលទៅលើក្រមដែលប្រើប្រាស់អំណាចវិញប្រើប្រាស់អំណាចរបស់ខ្លួនដែលដកបានយកមកប្រើហ្នឹងបើគាត់ប្រើបានកាន់តែធ្ងន់កាន់តែសាហាវនោះក៏ឆ្លុះបញ្ចាំងប្រព័ន្ធនៃការអប់រំប្រជាធិបតេយ្យដែលរដ្ឋាភិបាលនោះតាំងខ្លួនដល់ប្រជាធិបតេយ្យហ្នឹងមានភាពកំសោយក្នុងការអប់រំប្រជាពលរដ្ឋដែរកន្លែងហ្នឹងគឺជាចំណុចកលឹះមួយអញ្ចឹងត្រង់ចំណុចនេះខ្ញុំគ្រាន់តែបញ្ជាក់ថាកុំអោយវាជ្រុលរហូតទៅដល់ប្រជាពលរដ្ឋដកអំណាចប្រជាធិបតេយ្យរបស់គាត់យកមកប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាបើឈានទៅដល់ហ្នឹងវានាំមានវិនាសកម្មដល់ប្រទេសហើយមានការសោកស្ដាយទាំងអស់គ្នាទាំងអ្នកដឹកនាំទាំងប្រជាពលរដ្ឋនេះគឺជាចំណុចសំខាន់ហើយកន្លងមកយើងឃើញមានអីគេរឿងអយុត្តិធម៌រឿងអំពើពុករលួយបាទហើយរឿងអស់ហ្នឹងកើតមានគ្រប់ប្រទេសបាទអញ្ចឹងហើយបើប្រទេសយើងមានអញ្ចឹងដែរវាគួរតែពិចារណាមើលថាតើគួរតែកាត់បន្ថយអត់ហើយបើសិនមិនកាត់បន្ថយកុំរុញរហូតដល់ប្រជាពលរដ្ឋចាប់ផ្ដើមដកអំណាចគឺខ្ញុំគិតថាធ្ងន់ធ្ងរព្រោះខ្ញុំមើលទៅចំនួនជីនស៊ីនេះបាទជីនស៊ីនេះយើងមើលទៅនៅក្នុងប្រមាណជាង2-10ប្រទេសនេះកម្ពុជាថប់គឺ 60% ពោះនៅពេលដែលនេប៉ាល់មាន22-23% ទេបាទក្រមយុវជនហ្នឹង22% នៃ population នៃពលរដ្ឋសរុបប៉ុន្តែកម្ពុជាខ្ពស់មែនតើហើយអញ្ចឹងហើយបើសិនជាវិឈានទៅដល់ហ្នឹងវាសោកនេតកម្មយើងអត់បានរស់ស៊ីអីទេហ្នឹងហើយបាទរដ្ឋាភិបាលក៏វិលមុខដែរអាហ្នឹងណាអញ្ចឹងជាចំណុចមួយដែលអាចមានពេលវេលានៅមានឱកាសក្នុងការកែសម្រួលអ្វីដែលវាធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការប្រជាធិបតេយ្យហ្នឹងវាគួរតែពិចារណាទៅកុំឲ្យទុករហូតដល់ប្រជាពលរដ្ឋទៅទាញយកអំណាចមកប្រើ
អាហ្នឹងវាធ្ងន់ហ្នឹងហើយអរគុណច្រើនបាទ ណោតកណោ បាទឲ្យរត់ផ្ទះលើហើយ សុំចាប់ដើមរៀងជួសខ្ញុំ ចាប់ដើមរៀងឆ្ងាញ់ដូចឆ្ងាញ់ទៅបាទ ឥឡូវយើងឆ្លងពីកាហ្វេប្រជាធិបតេយ្យដល់សម្លប្រជាធិបតេយ្យ បាទខ្ញុំមកទីនេះគាត់និយាយចប់ខ្ញុំប្រាប់ហើយតែខាងនោះចប់នៅបើខាងនោះមិនទាន់ចប់ទេខ្ញុំបន្តឲ្យវិញបាទខ្ញុំថ្ងៃនេះយើងកាហ្វេប្រជាធិបតេយ្យប៉ុន្តែខ្ញុំមកនេះខ្ញុំផឹកតែប្រជាធិបតេយ្យណាហើយបើយើងនិយាយពីទ្រឹស្ដីរបស់ភាសាតែណាហ្នឹងខ្ញុំនិយាយភាសាតែទេតែរសជាតិវាចត់មែនទេអញ្ចឹងទៅកន្លែងណាក៏ចត់ទៅកន្លែងណាក៏ចត់ដែរសារធាតុតែអញ្ចឹងទ្រឹស្ដីតែគេថាតែចត់មិនក្បត់ជាតិឯមនុស្សចោលមកទៀតក្បត់ជាតិមិនចេះខ្មាស់តែណាអញ្ចឹងតែទៅណាក៏ចត់ដែររសជាតិជាតែបាទរសជាតិជាមនុស្សរសជាតិដែលយើងសូត្រទ្រឹស្ដីប្រជាធិបតេយ្យហ្នឹងគឺត្រូវតែទៅណាប្រជាធិបតេយ្យมันអាចក្បត់ដូចខ្មាស់តែទេខ្ញុំនិយាយអំពីទ្រឹស្ដីរបស់បងវាគ្មិនពីដើមខ្ញុំឆ្អែតមិនខ្ញុំឆ្អែតទ្រឹស្ដីតែទុកឲ្យខ្មែរស្លូស៊ីដោយខ្លួនឯងខ្មែរស្លូដោយខ្លួនឯងទ្រឹស្ដីប្រជាធិបតេយ្យខ្ញុំឆ្អែតឆ្នាំ1993ម្សាខ្ញុំឆ្អែតឆ្នាំ1998ម្សាខ្ញុំឆ្អែតឆ្នាំ2003ម្សាឆ្អែតចុងក្រោយគឺឆ្នាំ2014ដែលយើងតែងតែសូត្រទ្រឹស្ដីម្ដងហើយម្ដងទៀតថាទុកឲ្យខ្មែរអ្នកស្លទ្រឹស្ដីប្រជាធិបតេយ្យដោយខ្លួនឯងជាទូទៅគោលការណ៍ប្រជាធិបតេយ្យគេមានបែបបទគេមានក្បួនខ្នាតរបស់គេច្បាស់លាស់ហើយពេលខ្លះយើងយកមកស្លដោយខ្លួនឯងវាស្លខុសខ្នាតស្លខុសក្បួនវាហូបមិនឆ្ងាញ់ជួនកាលយើងឲ្យខ្មែរយើងស្លគោរពបងប្រហុកជ្រុលអ្នកហូបវាទៅជាខាកកហូបកើតឈឺទាំងអ្នកស្លឈឺទាំងអ្នកហូបអានឹងនិយាយការពិតចំណុចនិយាយពីតំណាងបើយើងនិយាយពីប្រជាធិបតេយ្យតំណាងយោងទៅតាមរដ្ឋធម្មនុញ្ញប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភាព្រឹទ្ធសភានិងតុលាការជាតំណាងបើយើងនិយាយជាតំណាងពិតណាស់គឺប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដើម្បីឲ្យតំណាងហ្នឹងអង្គុយក្នុងរដ្ឋសភាសម្រាប់ជោគវាសនារបស់ខ្លួនក្នុងនាមយើងបោះឆ្នោតឲ្យគាត់ណាក្នុងនាមយើងបោះឆ្នោតឲ្យគាត់រដ្ឋធម្មនុញ្ញខ្មែរក៏បានចែងដែរថាប្រជាពលរដ្ឋជាម្ចាស់វាសនាប្រទេសជាតិហើយរដ្ឋធម្មនុញ្ញបានចែងបញ្ជាក់ថារាល់សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយពិនិត្យយ៉ាងហ្មត់ចត់អំពីអង្គការរដ្ឋហើយយើងក៏លេចមើលតំណាងរបស់យើងប្រហែលឆ្នាំមុនដោយលោកសវាងបានលើកឡើងថាសកម្មណាស់តំណាងរាស្ត្រចុះជួបជាមួយពលរដ្ឋចុះជួបជាមួយកម្មករប៉ុន្តែវាជាអកុសលគេបង្កើតទ្រឹស្ដីឲ្យតំណាងហើយនឹងពលរដ្ឋឲ្យឃ្លាតឆ្ងាយពីខ្លួនមិនឲ្យជួបគ្នាបានហ្មងខ្ញុំឧទាហរណ៍ថាតំណាងរាស្ត្រកាលណាជាប់ឆ្នោតមិនមែនជាតំណាងតែមណ្ឌលរបស់ខ្លួនទេគឺតំណាងរបស់ប្រជាជាតិទូទាំងប្រទេសតំណាងទូទាំងប្រទេសអញ្ចឹងនៅពេលខ្លះតំណាងរបស់ខ្លួនទៅជួបអ្នករងគ្រោះដែលជាពលរដ្ឋបែរទៅចោទប្រជាពលរដ្ឋថារឿងរ៉ាវនេះមានតំណាងគណៈបកណានៅពីក្រោយដោយរឿងរបស់កម្មករបើសិនជាកម្មករកើតរឿងកម្មករបាតកម្មកោតកម្មមានតំណាងរាស្ត្រណាទៅស្ដាប់អំពីយោបល់ស្ដាប់អំពីកង្វល់របស់កម្មករពេលនោះរឿងកន្លែងនោះគេចោទថារឿងហ្នឹងគឺមានគណៈបកនយោបាយណាឬតំណាងរាស្ត្រណានៅពីក្រោយហើយអញ្ចឹងធ្វើឲ្យតំណាងរបស់ខ្លួនដែលប្រើប្រាស់សិទ្ធិអំណាចក្នុងនាមប្រជាធិបតេយ្យហ្នឹងគឺគាត់អត់ហ៊ានទៅជួបម្ចាស់ឆ្នោតរបស់គាត់ទេអត់ហ៊ានទៅជួបយកបញ្ហារបស់គាត់ដើម្បីទៅជែកក្នុងរដ្ឋសភាហៅរដ្ឋមន្ត្រីមកដោះស្រាយទេដោយសារគេចោទតំណាងថារឿងហ្នឹងគឺមានតំណាងហ្នឹងនៅពីក្រោយតំណាងរាស្ត្រនៅពីក្រោយហើយកាលណាចោទអញ្ចឹងពលរដ្ឋឬក៏កម្មករគាត់ភ័យគាត់លែងហ៊ានទៅពឹងតំណាងរបស់ខ្លួនណាអានេះគឺជាជំងឺដែលយើងកើតក្នុងប្រទេសកម្ពុជាហើយកាលណាលែងហ៊ានពឹងតំណាងរបស់ខ្លួនហើយប្រសិនវាចៃដន្យទៀតបើសិនជាតំណាងទៅដោះស្រាយហើយអាជ្ញាធររដ្ឋតំណាងរដ្ឋមួយទៀតតំណាងអាជ្ញាធររដ្ឋឃើញតំណាងគេចោទថាពួកនឹងជាក្រុមប្រឆាំងក្រុមអីអាជ្ញាធររដ្ឋលែងដោះស្រាយបញ្ហាឲ្យគាត់លែងដោះស្រាយបញ្ហាឲ្យកម្មករ
việc bay từ lia po cam cô ta krom bạch trang krom po ni po nu po kêu po có hôm po bọc phay po không ai chơi đào anh đang ngay đại chia chủng ngữ để chia tập tại dương chia ba mình chia cứ riêng đại chia tập tại phơi oi đầm nang hay nâng po rón clear chạ cho ngay nhưนี้mình hiên pưng cái đi từ vinh từ máu hay được pưng đầm nang cái chào thá riêng bao cả nạ bạn nhiều bài nào mũi nơi cỡ nón po rón lấy hiên pưng đầm nang bọc luôn trong khởi nè đại rong cua cứ po rọt anh ấy cứ chia chủng nói tụm cạn chủng nói chủng ngữ tí pi ní chủng ngữ tí mùi chủng ngữ tí piไอ้เลยนี่ยังเคยจะโตหึงไปเชียร์ตะไตคือดาวตัวเลือกการขรบสิทธิ์มนุษย์สไลเพียบเหมือนเจนมันเตะสิทธิ์บอสหชีพองค์การสังคมสิวิลยังกันเลยแต่เมื่อสิทธิ์สหชีพยังโคชิดำนางระบบการมกอได้ปนใต้ดำนางระบบการมกอปราบสิทธิ์อำนาจระบบล้วนขนมการโจงครองขนมการโจสิทธิ์โจจากปนใต้สู้ระเก็บรอสิทธิ์อัพโจงครองใบยี่เกี่ยวยกปดปอนมันยี่เกี่ยหาทายกตลาดกาmà đã tu toàn này là phụ năng từ cho nhu nhung phụ năng từ cho bao tam bất cứ riêng u thì họ sẽ đại nằm nang bao dươngประมาณ này để cho pun tani kia để xa cái liệp bỏ để xa ca dương pra sân ẩm nát nông ca tròn ròng sânในการcho trả sânในการcho trả thì sáu nọ ca này nhom xôm mà chẹt từ nằm nang bà luôn vừa chia nằm nang hai trời miền phiệp là hán để dễ riêng rai bất rồi bao cam cố chủng điệp chu là nhà thô ruột chủng điệp chu từ cái là mấy đọt sai bạn nhà luôn ai còn tái bảo sân chia rư luôn ai chia đầm nang hơi cùng bót nè để rư luôn ai còn bót chăn tiện nè để rư luôn ai nhưng một cho ra hướng chỗ cha bạ chân nuôi rư lương thay mày chỗ cha bạ chân nuôi bảo sân chia đầm nang cam cô tiếng đọc ram ru sầm rai chất không niêm sầm đây cam cô bên con đó trong cơ thể phải khai cam cô đừng lái chỉ riêng rồi cho nam soi tô từ nâng đầm rơi ca là cam cô soi tô từ nâng ca chậm nái ở to là giáp hiệp từ nâng tầm lên tim xa đại quạt trâu ruộng nơi xóm rùm chẳng hỏi bảo sân chia đầm nang tam bài chia đầm tay tới group chan té là bo po rót là bo cam có đại luôn cái khom tung chặt ở dưới anh ấy cứ chia chủng ngư mũi là cầm pông ta cả miên hay ở vây đã chia đầm nọ sải ở vây đã chia đầm nọ sải cứ tới đại miên to là giáp hiệp đó là các cái hạt sân để vô bài ao cái nạ bạn vô bài thằng anh miên sân châu mua ao kia bao nào miên đầm nang group cái nạ bạn vô bài chấm rau ông quỳ nó không rót từ phía làm bay chưa sầm lấy bao cam có sầm lấy bao po rót phân con dương mình chọn khơi đầm nang ria bao dương quỳ nó rót từ phía còn tay mình đai dây bị hướng cam co mình đai dây bị hướng bị bắt bao po rót tamu than nó tê dương mình chọn khơi chân tê dương chọn khơi đầm nang bao dương sầm rai tam bài chia này những to là bài làm ho đang làm vĩnh thì mỗi cứ chấm rau phiếp này đầm nang nó không ông quỳ nó rót từ phía ông quỳ gì nè sầm rai chân thì rau phiếp tí pi cứ đầm nọ sải cứ công dốcประពន្ធ ตលាការ ដើម្បី រដ្ឋបတ် សេរីភាព ពល រដ្ឋ រដ្ឋបတ် តំណាង នឹង កុំ ចាប់ តំណាង ដាក់ គុក កុំ ចោទ តំណាង នឹង ហើយ ត្រូវ ផ្ដល់ ឱកាស ឲ្យ ពល រដ្ឋ សកម្ម នឹង មាន សេរីភាព គ្រប់គ្រាន់ ឲ្យ គ្នា បំពេញ កិច្ចការ របស់ ខ្លួន ឲ្យ វិញ ខ្ញុំ ឧទាហរណ៍ ថា តំណាង ដែល ស្រឡាញ់ ពី បរិស្ថាន ធនធាន ធម្មជាតិ ផ្ដល់ ឱកាស ឲ្យ គាត់ មក ធ្វើ កិច្ចការ សម្រាប់ ជាតិ សម្រាប់ សង្គម ដើម្បី បម្រើ ធនធាន ធម្មជាតិ សម្រាប់ បរិស្ថាន ជីវិត រស់ នៅ ក្នុង ប្រទេស ទាំង អស់ គ្នាតំណាងសកម្មជនដោះលែងគាត់ឲ្យមានសេរីភាពឲ្យគាត់មានកិច្ចការគ្រប់គ្រាន់ជួយយកសម្លេងប្រជាពលរដ្ឋក្នុងការសម្រេចចិត្តនៅក្នុងអំណាចរដ្ឋអានេះគឺជាចំណុចសំខាន់អញ្ចឹងអានេះហើយគឺជាការព្យាបាលហើយក្នុងឱកាសទិវាប្រជាធិបតេយ្យខ្ញុំសូមឲ្យសម្លេងមួយទៀតគឺសម្លេងរបស់បងប្អូនប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណាឲ្យคล้ายជាប្រជាពលរដ្ឋសកម្មអាហ្នឹងទៅរួចបាទអាហ្នឹងគឺជាចំណុចសំខាន់បាទអរគុណច្រើនយើងនឹងមកតិចហើយប៉ុន្តែសូមអធិស្ឋាននៅសមាជិកកាហ្វេប្រជាធិបតេយ្យយើងនៅមានចង់មានចំណាប់អារម្មណ៍ដើម្បីប្រជាធិបតេយ្យលើកមកបន្តិចក៏មិនអីដែរដើម្បីប្រជាធិបតេយ្យសូមលើកមកបន្តិចណាទូទស្សន៍យើងណាបងទូទស្សន៍យើងហ្នឹងហើយអញ្ចឹងទូទស្សន៍យើងអត់មានគេផ្ដាច់រ៉ាំដែរយកគិតណាសមាជិកម្នាក់ៗគឺបែងពេលតែប៉ុន្តែយើងអត់មានពេលវេលាត្រឹមត្រូវវាខ្ញុំមិនហ្នឹងក៏សំខាន់ដែរវាជាប្រភពតាមមាត់តាមសុខដៃលើចាអរគុណច្រើនដល់បងប្អូនទាំងអស់ដែលបានចំតាំងពីថ្ងៃនេះនេះខ្ញុំឈ្មោះសិខជាប្រធានសហជីពនៅ Nagavel ចា1ម៉ោងជាងនេះស្ដាប់យោបល់របស់រៀនច្បងយើងសិតតែល្អហើយខ្ញុំចង់ចូលរួមចំណែកដែរដោយបងជំរឿនលើកឡើងពីគោលបំណងនៃការជជែករបស់យើងនេះចង់ផ្ដោតទៅលើដំណោះស្រាយបានច្រើនអញ្ចឹងខ្ញុំអាចនិយាយថាខ្ញុំសូមចាប់ផ្ដើមពីដំណោះស្រាយយកទៅតែម្ដងទៅព្រោះដោយសាររៀនច្បងយើងបានលើកច្រើនពីបញ្ហាពី
ធៀបសមអីផ្សេងអញ្ចឹងខ្ញុំមើលឃើញពីដំណោះស្រាយមួយដែលមិនអាចអត់បាននោះគឺធាតុនៃប្រជាធិបតេយ្យតួអង្គពីរដែលសំខាន់មួយគឺរដ្ឋហើយនិងរាស្ត្រប៉ុន្តែឥឡូវយើងមើលឃើញថារាស្ត្រអត់សកម្មទេគឺបាត់តួអង្គរាស្ត្រហើយក្នុងន័យនេះខ្ញុំដឹងថាយើងមានបញ្ហាច្រើននៅក្នុងការដែលពេលដែលគាត់សកម្មទៅគាត់ទទួលរងផលវិបាកអីខ្លះប៉ុន្តែវាគ្មានដំណោះអីដោះស្រាយអីផ្សេងក្រៅតែពីពលរដ្ឋខ្លួនឯងនឹងត្រូវតែសកម្មយើងអត់មានឃើញដំណោះស្រាយផ្សេងក្រៅពីហ្នឹងព្រោះតើកាលណាយើងមិនសកម្មគឺយើងមើលឃើញថារឿងជាច្រើននឹងមិនត្រូវបានដោះស្រាយឥឡូវខ្ញុំសូមលើកមួយពីរូបភាពនៃការក្រាបដោយលោកពូសុខាដែលជាពលរដ្ឋធម្មតាមិញដែលគាត់ប្រកាសហ្នឹងណាពីរឿងការប្រក្រាបយើងឃើញថាការប្រក្រាបឥឡូវហ្នឹងគឺមានស្ថានភាពអាក្រក់ទៅខ្ញុំសូមលើកពីរឿង Nagawer មួយនៅក្នុងវិស័យការងារយើងឃើញថាស្ថានភាពនៃការប្រក្រាបកម្មករនៅក្នុងវិស័យការងារជាពិសេសក្រុមហ៊ុន Nagawer ហ្នឹងគឺវាអាក្រក់មែនទែនរាប់ចាត់តាំងពីរដ្ឋមន្ត្រីក្រសួងការងារពេលដែលស្ត្រីដែលជាកម្មករដែលគាត់ចេញតវ៉ាជាមួយនឹងភាពអយុត្តិធម៌ហើយគាត់មានទង្ងន់ទៅទៀតហុសនៅលើ Facebook ជាសាធារណៈចោទប្រកាន់ថាគាត់នឹងបដិវត្តពណ៌គាត់ទៅធ្វើបដិវត្តពណ៌មានការដាក់កម្លាំងវាយស្ត្រីទុនខ្សោយនៅទីសាធារណៈបែកឈាមហូរឈាមបែកចំពោះសន្លប់រហូតដល់រលូតកូនទៅទៀតសូម្បីតែក្រសួងកិច្ចការនារីតា statement មួយសេចក្តីថ្លែងការណ៍មួយសោកស្ដាយចំពោះការបាត់បង់របស់ស្ត្រីក៏គ្មានដែរនេះខ្ញុំផ្ទាល់ហើយនឹងអ្នកដឹកនាំជាច្រើនទៀតត្រូវបានជាប់ពន្ធនាគារចោទពីបទព្រំប្រទានហើយបើនិយាយពីរឿងការរំលោភច្បាប់ការមិនគោរពច្បាប់របស់ក្រុមហ៊ុន Nagawer យើងរកឃើញមួយលានកន្លែងបើលានចំណុចដែលយើងរកឃើញថាគាត់មិនគោរពស្អីគេខ្លះប៉ុន្តែមិនបានគ្មានអ្នកណាគេនិយាយអំពីការរំលោភច្បាប់ទាំងអស់ហ្នឹងទេប៉ុន្តែទៅជាបង្កើតបទចោទផ្សេងដាក់បន្ទុកទៅលើកម្មករទេហើយរឿងហ្នឹងមកដល់ពេលនេះគឺចំណាយពេលរហូតដល់74ឆ្នាំអត់មានដំណោះស្រាយសោះសំណួរថាហេតុអីតើអ្វីដែលកម្មករទាមទារហ្នឹងក្រុមហ៊ុននឹងដោះស្រាយមិនបានឬក៏រដ្ឋាភិបាលគ្មានលទ្ធភាពដោះស្រាយទាំងដែលយើងមើលឃើញថាសំណើរបស់កម្មករមិនហួសហេតុទេប៉ុន្តែគឺមានចេតនាដោះស្រាយហ្មងហើយបង្ហាញសារហ្នឹងទៅប្រជាជនទៅពលរដ្ឋទូទៅហ្មងខ្ញុំមើលមួយទៀតពាក់ព័ន្ធជាមួយនឹងការប្រក្រាបសកម្មជនបរិស្ថានតែសិតជាក្មេងៗដែលគាត់ស្រឡាញ់ធនធានធម្មជាតិគាត់មើលឃើញពីការបំផ្លិចបំផ្លាញធនធានជាតិទាំងអស់ហ្នឹងប៉ុន្តែចុងក្រោយគាត់ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិហើយយើងមើលឃើញការរូបភាពនៃការចាប់របស់ពួកគាត់ជាក្មេងស្រីអាយុមិនដល់25ឆ្នាំផងអាខ្លះដោយរស្មីទៅ20ឆ្នាំហើយនាងខ្ញុំតក៏មានបទពិសោធន៍ដែរយើងមានប៉ុណ្ណឹងណាយកអាញាធមមានប៉ុណ្ណានេះទៅចាប់អូសកត្រាក់នៅកណ្ដាលផ្លូវញុកចូលឡានរុញចូលឡានវាយតប់ច្រំធាក់វារូបភាពនៃការប្រក្រាបហ្នឹងវាអាក្រក់មែនតើណាប្រែសំណួរសួរថាតើរូបភាពអាក្រក់បែបហ្នឹងទទួលបានប្រតិកម្មពីប្រជាជនទូទៅអត់អញ្ចឹងតើប្រជាជនយើងមានបានដើរតួខ្លួនឯងជាប្រជាជនសកម្មនៃប្រទេសប្រជាធិបតេយ្យនៅនេះគឺជាការដែលខ្វះខាតមួយដែលយើងមើលឃើញថាដែលធ្វើឲ្យបញ្ហាជាច្រើនមិនអាចដោះស្រាយបាននៅក្នុងសង្គមរបស់យើងបើប្រៀបធៀបទៅអ្វីដែលលោកគ្រូសុខាលើកឡើងមិញរឿង Gen Z នៅនេប៉ាល់ហើយរឿង Gen Z នៅស្រុកខ្មែរភាគរយខុសគ្នាខ្លាំង60%ជាមួយនឹងតែជាង20%ប៉ុន្តែយើងមើលគុណភាពមើលតើខុសគ្នាប៉ុណ្ណាខ្ញុំមិនគ្រប់គ្រងអំពើហិង្សាខ្ញុំសូមបញ្ជាក់ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយប្រជាជននៅក្នុងគេហៅថាផ្នែកគំនិតមនុស្សដែលរស់នៅក្នុងប្រទេសប្រជាធិបតេយ្យជាពិសេសពលរដ្ឋគឺត្រូវតែមានគំនិតមួយថាកុំឲ្យគេសម្រេចជោគវាសនារបស់យើងប៉ុន្តែយើងគឺជាអ្នកដែលត្រូវសម្រេចជោគវាសនារបស់ខ្លួនឯងហើយតាមរយៈដែលយើងអាចសម្រេចជោគវាសនារបស់យើងខ្លួនឯងហ្នឹងគឺមិនមែនតែបោះឆ្នោតឲ្យចប់ទេមិនមែននាំគ្នាទៅថតស្នាមទឹកខ្មៅថ្ងៃបោះឆ្នោតឲ្យបរោះថាខ្ញុំបានបំពេញតួនាទីកាតព្វកិច្ចរបស់ខ្ញុំឲ្យចប់ទេប៉ុន្តែក៏ត្រូវតាមដានដោយស្រីស្វះលើកឡើងអញ្ចឹងទោះបីមានរឿងអីកើតឡើងប៉ុណ្ណាក៏ដោយទោះបីគេបោះឆ្នោតគ្រប់គ្រងត្រាំនៅអាមេរិកក៏ដោយប៉ុន្តែបើត្រាំមិនបានធ្វើតាមពាក្យសន្យារបស់គាត់គេតបកន្លែងហ្នឹងដែលចង់និយាយថាជាផ្នែកគំនិតរបស់ប្រជាពលរដ្ឋប្រទេសប្រជាធិបតេយ្យមិនមែនធ្វើដូចយើងរាល់ថ្ងៃដែលយើងទៅបោះឆ្នោតឲ្យចប់ទេហើយអង្គុយចាំមើលទេវតាអង្គុយចាំមើលដំណោះស្រាយធ្លាក់ពីលើមេឃអត់ទេគឺយើងត្រូវផ្លាស់ប្ដូរបែបហ្នឹងទើបយើងអាចមានដំណោះស្រាយហើយខ្ញុំជឿទៀតថានៅពេលដែលប្រជាពលរដ្ឋទទួលស្គាល់ឬក៏ដឹងពីតួនាទីរបស់ខ្លួនឯងរៀឡាយថាយើងគឺត្រូវមានកាតព្វកិច្ចនៅក្នុងការធ្វើជាពលរដ្ឋសកម្មនៅក្នុងប្រទេសប្រជាធិបតេយ្យខ្ញុំជឿជាក់ថា
យើងនឹងទទួលបានប្រជាធិបតេយ្យដែលត្រូវរូបមន្តដូចគេដូចឯងបើថា steak ឲ្យចំ steak បើថាស្លកកោឲ្យចំស្លកកោបើថាស្លម្ជូរគ្រឿងឲ្យចំស្លម្ជូរគ្រឿងកុំយកម្ហូបស្លម្ជូរគ្រឿងយកទៅលាយធ្វើម្ហូប steak វាអត់ត្រូវចាអញ្ចឹងខ្ញុំសូមថ្លែងប៉ុណ្ណឹងអរគុណច្រើនបាទអរគុណគ្រប់យល់ថាបាទសូម ជូរគ្រឿងដល់ steak ទៀតណាបាទគ្រប់គ្នាហ្នឹងនេះបាទជំរាបសួរខ្ញុំហឹមយុនមកពីអង្គការស៊ីសាបាននិយាយអត់ចិត្តបងបានមានប្រសាសន៍ច្រើនហើយតាក់ទងទៅនឹងប្រព័ន្ធគ្រប់គ្រងរដ្ឋពីវិជាធិបតេយ្យពីដំណើរការវិជាធិបតេយ្យបាទតាក់ទងនឹងការបោះឆ្នោតវិជាធិបតេយ្យគឺតាក់ទងនឹងការបោះឆ្នោតដោយលោកស្វាងខំប្រែមានប្រសាសន៍ចឹងហើយការបោះឆ្នោតនេះវាទាមទារចាំបាច់ត្រូវមានតម្លាភាពមានគណនេយ្យភាពបាទមានការបើកចំហនៅព័ត៌មានផ្សេងដើម្បីឲ្យម្ចាស់ឆ្នោតនឹងគាត់អស់ចិត្តហើយនឹងអ្នកដែលប្រកួតប្រជែងគឺគណៈបកនយោបាយហើយគណៈបកនយោបាយកាលណាយើងនិយាយវិជាធិបតេយ្យឥឡូវនេះសម័យនេះគេនិយាយរឿងបរិយាបន្នប៉ុន្តែយើងមិនអាចថាមិនអោយបកនេះបកនោះចូលរួមទេព្រោះបរិយាបន្នគឺចូលរួមទាំងអស់គ្នាជាសង្គមទាំងអស់គ្នាជាប្រទេសរបស់យើងទាំងអស់គ្នាអញ្ចឹងការចូលរួមបញ្ចូលទាំងអ្នកផ្សេងហ្នឹងគឺធ្វើឲ្យសង្គមមួយមិនមានបញ្ហាប្រឈមនៅថ្ងៃអនាគតវារិះវាបន្ថយនៅភាពបន្ថយបន្ថាននៅពេលអនាគតហើយតម្លាភាពផ្សេងទៀតដូចជាកុំឲ្យមានការទិញស្លឹកឆ្នោតកុំឲ្យមានពេលរាប់ស្លឹកឆ្នោតពេលអីហ្នឹងគឺបើកទ្វារបើកអីចឹងទៅណាអាហ្នឹងជាជនគាត់អស់ចិត្តហើយគាត់អត់ចង់បានអីទេអ្នកបោះឆ្នោតគាត់ចង់តែឃើញអ្វីដែលគាត់ទុកចិត្តទៅហ្នឹងគឺមានគាត់ពេញចិត្តអីចឹងហើយនិយាយពីរដ្ឋមួយយើងមានធនធានច្រើនដូចគ្នាយើងបាននិយាយច្រើនហើយពាក់ទងរឿងធនធានធម្មជាតិធនធានមនុស្សទាំងធនធានដែលមើលឃើញធនធានមើលមិនឃើញអីជាដើមឥឡូវរឿងធនធានធម្មជាតិតើធនធានធម្មជាតិរបស់យើងយ៉ាងម៉េចហើយដើម្បីឲ្យប្រជាពលរដ្ឋចូលរួមបានហើយនឹងធនធានមនុស្សរបស់យើងយ៉ាងម៉េចធនធានមនុស្សហ្នឹងតើមានគុណភាពការប្រកួតប្រជែងអីហ្នឹងដើម្បីកាន់ប៉ុស្តិ៍កាន់តំណែងអីនានាហ្នឹងគួរតែមានការប្រកួតប្រជែងជាងដែលយើងតាមក្រុមតាមអីបកពួកអីចឹងទៅយើងកាលទៅប្រជាពលរដ្ឋអានតិចហ្នឹងដែលធ្វើឲ្យប្រជាជនហ្នឹងគាត់មានឋានៈហើយធនធានថវិកាក៏ដូចគ្នាដែរភាពមានបានរបស់អ្នកដឹកនាំជួនកាលបង្ហាញនៅការបាត់បង់ទំនុកចិត្តឬក៏ធ្វើឲ្យប្រជាពលរដ្ឋហ្នឹងគាត់មានការអស់សង្ឃឹមនៅក្នុងធនធានរបស់រដ្ឋដែលរដ្ឋជាអ្នកគ្រប់គ្រងហ្នឹងបាទអញ្ចឹងទាំងអស់ហ្នឹងអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋចូលរួមបានគឺតាមរយៈអង្គការសង្គមស៊ីវិលមានលំហមានធ្វើម៉េចឲ្យមានការចូលរួមណាចូលរួមពីប្រជាពលរដ្ឋហ្នឹងកាត់បន្ថយបានហើយតិចហ្នឹងកុំចាំបាច់តើមានផ្ទុះមួយកើតឡើងអាហ្នឹងមិនល្អទេតើយើងលំហឲ្យមានការសង្គមស៊ីវិលធ្វើសកម្មភាពបានទៅប្រជាពលរដ្ឋមានការចូលរួមទៅកាត់បន្ថយហើយបាទនេះគឺជាចំណុចដែលខ្ញុំចង់លើកប៉ុណ្ណឹងបាទសូមអរគុណបាទអរគុណច្រើនបន្តិចបាទសូមបងសុភ័ណ្ឌពេលនេះសៅដូចជា3នាក់ទៀតហើយបាទអូ sorry ណាចាជំរាបសួរបងចាខ្ញុំគិតថាខ្ញុំចង់ក្រោយហើយខ្ញុំឈ្មោះយ៉ាងសុភ័ណ្ឌខ្ញុំជាប្រធានសហព័ន្ធអាជីពកម្ពុជាហើយកតកាទូខ្ញុំគិតថាដោយសារបងបានលើកអំពីប្រព័ន្ធរដ្ឋាភិបាលប្រជាធិបតេយ្យច្រើនតែខ្ញុំប្រហែលជាសុំខ្លីទេប៉ុន្តែចូលទៅដល់និយាយអំពីវិស័យការងារតែម្ដងអញ្ចឹងណាបើយើងកលេចទៅមើលវិស័យការងារហើយកលេចទៅមើលពាក្យប្រជាធិបតេយ្យហើយនិងពាក្យបច្ចុប្បន្នដែលបងបានលើកហ្នឹងបើបរិបទរបស់ពួកខ្ញុំក្នុងនាមកម្មករវិញយើងស្ដាប់ទៅយើងសប្បាយចិត្តណាព្រោះ
យើងសម័យថាយើងហ្នឹងវាមានប្រជាធិបតេយ្យពិតប្រាកដយើងមានច្បាប់ទម្លាប់មានពលរដ្ឋមានរដ្ឋាភិបាលមានអីផ្សេងៗអីហ្នឹងប៉ុន្តែបើយើងក៏លេចទៅមើលបរិបទរបស់កម្មករដោយបងពៅបានលើកឡើងមុនហ្នឹងអញ្ចឹងថានៅពេលដែលយើងមានច្បាប់មានអីត្រឹមត្រូវប៉ុន្តែការអនុវត្តវាផ្ទុយណាបើយើងមើលសិទ្ធិនៅក្នុងការចងក្រងមួយប្រជាធិបតេយ្យធម្មតាយើងមានសិទ្ធិនៅក្នុងការចរចាយើងមានសិទ្ធិនៅក្នុងការបង្កើតសហជីពយើងមានសិទ្ធិនៅក្នុងការធ្វើកតកម្មនៅអ្វីដែលយើងអត់ពេញចិត្តប៉ុន្តែនៅពេលដែលយើងប្រើប្រាស់សិទ្ធិនៅក្នុងការចងក្រងសហជីពដែលឯករាជ្យការពារសិទ្ធិប្រយោជន៍កម្មករពិតប្រាកដជាក់ស្ដែងបើពួកខ្ញុំវិញពេលខ្លះនៅពេលដែលពួកកម្មករយើងចូលរួមត្រូវចោទប្រកាន់គាត់ពាក់ព័ន្ធមកការប្រើប្រាស់គ្រឿងញៀននេះជារឿងពិតហ្មងមួយទៀតដែរគេយកលេសនៅក្នុងការចាប់ពួកគាត់ដាក់ពន្ធនាគារនៅពេលដែលគេប្រើប្រាស់សិទ្ធិនៅក្នុងការថាអ្នកឯងកុំបង្កើតសហជីពការទូអ្នកឯងរងចាប់បើគេមានសហជីពហើយអញ្ចឹងអ្នកឯងបាច់បង្កើតការទូទៀតទេគេរកនីតិវិធីក្នុងការបញ្ចុះបញ្ចូលគាត់ពេលដែលគាត់បញ្ចុះបញ្ចូលគាត់អត់បានវាទៅចុះរលេសនៅក្នុងការចោទប្រកាន់គាត់ជាក់ស្ដែងដោយមេដឹកនាំរបស់ខ្ញុំមួយនៅក្នុងរោងចក្រមួយឈ្មោះរោងចក្រ Vinstar Su រោងចក្រស្បែកជើងគាត់ត្រូវបានក្រុមហ៊ុនបញ្ចុះបញ្ចូលគាត់ឲ្យគាត់ចាក់ចេញពីការទូនៅពេលដែលគាត់ចូលសាយវៀននៅក្នុងការចងក្រងរបស់យើងប៉ុន្តែគាត់មិនព្រមនៅក្នុងការចាក់ចេញវាទៅជាមានការចោទប្រកាន់គាត់ទាំងរឿងកើតឡើងតាំងពី 2-3 ឆ្នាំមុនគាត់នឹងមិនមែនអ្នកប្រព្រឹត្តផងតែអ្នកប្រព្រឹត្តវាទៅជាចោទគាត់ថាគាត់មើលឃើញគេប្រព្រឹត្តប៉ុន្តែគាត់អត់រាយការណ៍ឃើញទេតបមកសមត្ថកិច្ចនឹងចូលទៅចាប់គាត់នៅក្នុងរោងចក្រទៅទៀតឃើញទេខ្ញុំសួរថានេះប្រទេសមានប្រជាធិបតេយ្យមែនអញ្ចឹងណាអញ្ចឹងបើពីខ្ញុំដូចខ្ញុំប្រាប់អញ្ចឹងថាខ្ញុំសប្បាយចិត្តនៅពេលដែលយើងមានច្បាប់យើងមានរដ្ឋាភិបាលយើងមានអ្នកអនុវត្តច្បាប់មានអីផ្សេងប៉ុន្តែច្បាប់មួយអនុវត្តបានដរាបណាច្បាប់ហ្នឹងវាបង្កើតមកវាល្អប៉ុន្តែបើមើលទៅលើការអនុវត្តខ្ញុំអាចនិយាយបានថាវាអាក្រក់ចំពោះពួកយើងក្នុងនាមយើងជាកម្មករអ្នកក្រអ្នកទុនខ្សោយណាព្រោះអនុវត្តចំពោះពួកយើងហ្នឹងវាអត់ស្មើភាពគ្នាខ្ញុំអាចនិយាយបានថានៅពេលបច្ចុប្បន្ននេះបើនិយាយពីការអនុវត្តច្បាប់នៅប្រទេសកម្ពុជាយើងស្តង់ដារផ្សេងគ្នាហើយបន្តមកយើងចាប់ដើមលាបពណ៌គ្នាដែរនៅពេលដែលយើងជាអ្នកឯករាជ្យពិតប្រាកដហ្នឹងពេលដែលយើងធ្វើការយូរទៅយើងនិយាយអំពីនិយាយទៅវាចំចំណុចរបស់គេនិយាយទៅចំចំណុចកសើបរបស់គេចំកន្លែងដៅរបស់គេផ្សេងគេព្យាយាមនៅក្នុងការលាបពណ៌យើងវិញហើយសំខាន់គ្នាឯងមួយទៀតក្រុមគ្នាឯងដែលធ្វើការងារប្រជាធិបតេយ្យដូចគ្នានេះកន្លែងខ្លះអត់ទាំងហ៊ានគ្រប់គ្រងគ្នាផងមានអ្នកចាប់ផ្ដើមហើយអត់មានទាំងហ៊ានអ្នកគ្រប់គ្រងផងអញ្ចឹងណាខ្ញុំលើកអំពីករណីនៅក្នុងសម្លេងនៅក្នុងការបោះឆ្នោតក្នុងការគ្រប់គ្រងនៅក្នុងការជជែកគ្នាអំពីឈ្នួលរបស់កម្មករយោជិតដែលយើងមានគណៈកម្មការត្រីភាគីពេលខ្លះមានសហជីពមួយចំនួនហ៊ាននិយាយខ្ញុំឧទាហរណ៍ថាដូចការទូអញ្ចឹងពេលដែលយើងចាប់ដើមអញ្ចឹងយើងប្រាប់ថាឆ្នាំហ្នឹងគួរតែមានតួលេខមួយនៅក្នុងការដាក់ទៅតុជជែកគ្នាពេលខ្លះយើងហ៊ាននិយាយឲ្យសំបីតែអ្នកគ្រប់គ្រងយើងក៏អត់មានណាយើងមានអារម្មណ៍មិនដែរហើយបន្ទាប់មកពេលខ្លះគេព្យាយាមនៅក្នុងការលៀបពណ៌ពួកយើងទៀតជាបទពិសោធន៍ដែលយើងមើលឃើញគឺអាក្រក់មែនទែននៅក្នុងវិស័យហ្នឹងអញ្ចឹងត្រឡប់មកវិញទាមទារឲ្យគ្នាយើងហ្នឹងពេលដែលយើងធ្វើការងារព្យាយាមនៅក្នុងការមើលពីមនុស្សជុំវិញខ្លួនឲ្យបានច្បាស់ហើយបន្ទាប់មកនិយាយសារមួយឲ្យច្បាស់ដែរហើយបន្ទាប់មកកុំស្ដាប់តាមគេប្រើការមើលឃើញប្រើការវិនិច្ឆ័យឲ្យបានត្រឹមត្រូវពីព្រោះចាំបាច់ណាស់នៅពេលដែលយើងមានមនុស្សដែលហ៊ាននិយាយហ៊ានអីហើយយើងគួរតែហ៊ាននៅក្នុងការគ្រប់គ្រងបន្ទាប់មកចាប់ដៃគ្នាសាមគ្គីភាពគ្នានៅក្នុងការកសាងអំណាចរបស់ពួកយើងពីព្រោះសម្លេងរបស់ពួកយើងសំខាន់ណាស់អញ្ចឹងណាសម្លេងការបញ្ចេញមតិយោបល់សារព័ត៌មាននេះសំខាន់ណាស់វានាំឲ្យឧទាហរណ៍ខ្ញុំអត់នៅក្នុងវិស័យសារព័ត៌មានទេប៉ុន្តែពេលខ្ញុំធ្វើការងារទៅលើវិស័យហ្នឹងខ្ញុំត្រូវការអ្នកព័ត៌មានដែលគាត់មកសួរយើងឲ្យខ្ញុំមានឱកាសនៅក្នុងការនិយាយអំពីផលលំបាករបស់ពួកខ្ញុំទៅកាន់ពួកគាត់សាធារណជនឲ្យបានដឹងពីព្រោះវិស័យការងារវាពាក់ព័ន្ធជាមួយក្រុមមិនមែនតែនៅក្នុងស្រុកទេវាពាក់ព័ន្ធមួយអន្តរជាតិវាពាក់ព័ន្ធមួយផ្សេងៗទៀតចង់អញ្ចឹងយើងចង់បង្ហាញថានេះអ្វីដែលអ្នកឯងកំពុងតែដាក់នៅក្នុង website របស់អ្នកឯងថាអ្នកឯងទិញសម្លៀកបំពាក់ហ្នឹងគ្រប់សិទ្ធិរបស់កម្មករតែធៀបពិតស្រុកខ្មែរវាអត់មានការគ្រប់សិទ្ធិរបស់កម្មករទេវាអាក្រក់ណាស់កៅអៅដែលអ្នកឯងស្លៀកហ្នឹងយើងធ្វើការងារកន្លះឆ្នាំជួនកាលកន្លះឆ្នាំជួនកាលស្មើនឹងកៅអៅអ្នកឯងស្លៀកមកកំ pl ស្បែកជើងអ្នកឯងពាក់មកគូទេអញ្ចឹងណាតែយុទ្ធធម៌ចំពោះយើងហ៎គេនិយាយមកថាស្មើភាពគ្នាស្មើភាពគ្នាតាមមធ្យោបាយណាបើកម្មករយោជិតរបស់យើងប្រាក់ខែមួយថ្ងៃបានគេធ្វើការងារកន្លះម៉ោងផងហ្នឹងអញ្ចឹងណាអ
ចឹងកន្លែងនេះគ្រាន់ចង់បញ្ជាក់មកថាឲ្យគិតអំពីសិទ្ធិរបស់កម្មករយោជិកប្រជាពលរដ្ឋពិតប្រាកដអ្វីដែលយើងចង់បានគឺមានតែប៉ុណ្្នឹងទេអញ្ចឹងណាចាអរគុណ បាទអរគុណច្រើនបងបានទៅវ៉ាន់បាទមុននឹងចុងក្រោយទៅថារោវិញទៅចាស់ផ្ទះ ខ្ញុំថារួចខ្លួនហើយ ហ្នឹងហើយ បាទអញ្ចឹងបាទសូមជម្រាបសួរដល់បងប្អូនលោកស្រីដែលកំពុងតែតាមដានទស្សនាការផ្សាយផ្ទាល់ហើយជម្រាបសួរដល់បងអង្គការដៃគូទាំងអស់ដែលចូលរួមថ្ងៃនេះបន្ទាប់ពីស្ដាប់ ការចូលរួមចំណាយរបស់បងប្អូនទាំងអស់គ្នាខ្ញុំនឹកឃើញពាក្យមួយដែលនិយាយដោយថ្នាក់ដឹកនាំកម្ពុជារបស់ជាតិយើងគាត់ថាមើលគោលនយោបាយមើលច្បាប់ស្រក់ទឹកមាត់ដល់ពេលមើលការអនុវត្តស្រក់ទឹកភ្នែកតែពិតគោលនយោបាយប្រជាធិបតេយ្យរូបមន្តនិយមន័យគឺល្អហើយគេរៀបចំមកល្អច្បាប់តាក់តែងមកក៏ល្អក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងវាជារឿងមួយទៀតចឹងដើម្បីឲ្យការអនុវត្តរបស់យើងនឹងវាមើលទៅវាល្អពេញចិត្តជាប្រយោជន៍ទៅដល់ប្រទេសជាតិរបស់ប្រជាជនយើងទាំងមូលវាត្រូវការខ្ញុំគិតថាវាត្រូវការគ្រប់ភាគីទាំងអស់ត្រូវមានសមត្ថភាពហើយដោយសារតែយើងមើលឃើញថានៅក្នុងគោលនយោបាយអត្ថភាពបរដ្ឋាភិបាលអាណត្តិទី7នេះក៏ឲ្យតម្លៃអត្ថភាពទៅលើរឿងមូលធនមនុស្សដែរការអភិវឌ្ឍមូលធនរបស់ប្រជាពលរដ្ឋគឺធនធានមនុស្សចំណេះដឹងជំនាញបញ្ញាស្មារតីអីផ្សេងសុខភាពគឺឲ្យតម្លៃខ្ពស់ក៏ប៉ុន្តែបើយើងមើលទៅលើតួអង្គឬក៏ស្ថាប័នដែលធ្វើសកម្មភាពឬក៏គ្រប់គ្រងឲ្យមានគុណភាពមនុស្សមានបញ្ញាស្មារតីមានចំណេះដឹងល្អក្រមសីលធម៌ល្អហ្នឹងវាដូចជាអត់មានការផ្លាស់ប្ដូរច្រើនដូចអ្វីដែលយើងចង់បានទេរដ្ឋាភិបាលចង់បានដែលប្រជាជនចង់បានទេនៅតាមសាលារៀនផ្សេងយើងឃើញមានការរដ្ឋបិទពាក់ព័ន្ធទៅនឹងការរៀនសូត្រអំពីបញ្ហាប្រជាធិបតេយ្យសិទ្ធិមនុស្សបញ្ហារបស់សង្គមជាតិទាំងឡាយគឺមានការហាក់បីដូចជាប្រយ័ត្នប្រយែងនៅក្នុងភាសាយើងប្រើថាគាត់ដូចហាក់បីដូចជាបារម្ភនៅពេលដែលយុវជនសិស្សនិស្សិតហ្នឹងនិយាយពីបញ្ហាសិទ្ធិបញ្ហាប្រជាធិបតេយ្យខណៈពេលដែលប្រទេសយើងប្រកាសខ្លួនឯងថាជាប្រទេសប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញបានចែងលើកកម្ពស់ប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សប៉ុន្តែនៅពេលដែលយុវជនចូលរួមចាប់ផ្ដើមហាក់បីដូចជារៀងបារម្ភណាចាប់ផ្ដើមខ្សឹបកុំចូលរួមចេះចោះដោយសារតែខ្លាចរឿងនយោបាយគណៈបកនយោបាយជួនកាលអ្នកដែលទៅហាមយុវជនហ្នឹងក៏គាត់ប្រហែលជាគាត់អត់យល់ច្បាស់ពីពាក្យប្រជាធិបតេយ្យអត់យល់ច្បាស់ពីពាក្យថានយោបាយក៏មិនដឹងឬក៏គាត់យល់ហើយគាត់ដឹងហើយប៉ុន្តែគាត់ធ្វើដើម្បីមានចេតនាអីមួយយើងអត់ដឹងទាំងអស់គ្នាបាទអញ្ចឹងខ្ញុំមើលឃើញថាវាត្រូវការឲ្យមានគុណភាពរបស់ប្រជាពលរដ្ឋឲ្យគាត់មានចំណេះដឹងជំនាញថាស្អីគឺជាប្រជាធិបតេយ្យពិតប្រាកដដូចបងនិយាយថាអ្នកខ្លះចង់ហូបស្លកកូរប៉ុន្តែដោយសារគាត់អត់ដែរហូបស្លកកូរគាត់គេយកមកជូរមកឲ្យគាត់ហើយគេប្រាប់គាត់ថាអានឹងស្លកកូរគាត់ក៏ជឿអញ្ចឹងនាំគ្នាទៅហូបស្លកកូរមួយមើលឲ្យដឹងថានេះកកូរវាអញ្ចឹងចឹងដើម្បីកុំឲ្យគេបន្លំយើងបានតើយើងដឹងថាស្អីកកូរអញ្ចឹងអ្នកផ្សេងយកស្លផ្សេងចុងភៅឆេបមកពីណាក៏ដោយយកស្លផ្សេងខុសពីកកូរអត់ទេអានឹងមិនមែនកកូរយើងច្បាស់មកថាកកូរវាមានគ្រឿងផ្សំអីវាមានរសជាតិបែបម៉េចបាទកុំឲ្យគេបន្លំយើងបានណាអញ្ចឹងតើយើងខ្លួនឯងហ្នឹងត្រូវដឹងថាអានឹងកកូរបែបម៉េចបាទព្រោះអ្នកខ្លះបោកយើងដែរបាទពួកគាត់រកកកូរអត់កាត់ទេគាត់អត់ចេះស្លកកូរគាត់អាចបោកយើងណាបាទដើម្បីលក់ដាច់ដើម្បីលក់ដាច់បាទអញ្ចឹងមួយទៀតតើតើនឹងការចូលរួមខ្ញុំឃើញប្រជាពលរដ្ឋយុវជនជាពិសេសដែលខ្ញុំធ្លាប់ធ្វើការងាររយៈពេលជាង10ឆ្នាំហ្នឹងពួកគាត់មានទឹកចិត្តក្នុងការចូលរួមគាត់បង្ហាញពីទឹកចិត្តក្នុងការចូលរួមជាមួយនឹងការងារជាតិមួយសង្គមអនុវត្តសិទ្ធិរបស់គាត់តាមគោលការណ៍ប្រជាធិបតេយ្យហ្នឹងក៏ប៉ុន្តែនៅពេលដែលគាត់ចូលរួមវាមានឧបសគ្គរាំងស្ទះមួយចំនួនជាពិសេសខាងអាជ្ញាធរមន្ត្រីផ្សេងដែលគាត់មិនមែនជាថាមន្ត្រីតែពិតទូនាទីរបស់គាត់គឺត្រូវបម្រើសេវាសាធារណៈរៀបចំយន្តការបង្កបរិយាកាសដើម្បីឲ្យពលរដ្ឋគ្រប់រូបអាចអនុវត្តសិទ្ធិសេរីភាពបានដោយពេញលេញប៉ុន្តែនៅពេលដែលយើងទៅអនុវត្តជាក់ស្ដែងឧទាហរណ៍ទៅការពារព្រៃឈើណាទៅការពារបរិស្ថានធ្វើសកម្មភាពបដោះបដាលបរិញ្ញាពីសិទ្ធិពីអីអាជ្ញាធរមិនមែនជាអ្នកគ្រប់គ្រងបែរជាអ្នកមករារាំងទៅវិញមកបង្កបរិយាកាសស្មុគស្មាញធ្វើឲ្យប្រជាពលរដ្ឋធ្វើឲ្យយុវជនហ្នឹងមានការភ័យខ្លាចហើយគាត់លែងហ៊ានចូលរួមជាមួយនឹងសកម្មភាពរៀនសូត្រអញ្ចឹងធម្មតានៅពេលដែលពលរដ្ឋអត់ចេះយុវជនអត់ចេះគាត់រកធៀបចូលអីគាត់មានអីទៅនិយាយជាមួយនឹងអ្នកដឹកនាំនិយាយជាមួយនឹងមន្ត្រីជាមួយអីផ្សេងដើម្បីឲ្យគាត់ដោះស្រាយបញ្ហារបស់គាត់នឹងអញ្ចឹងដើម្បីឲ្យសង្គមជាតិយើងរីកចម្រើនវាត្រូវការឲ្យ
អ្នកដឹកនាំទាំងអស់ត្រូវបើកចិត្តរបស់ខ្លួនឯងបើកបេះដូងទទួលយកការចូលរួមរបស់ប្រជាពលរដ្ឋរបស់យុវជនហ្នឹងអញ្ចឹងប្រព័ន្ធសង្គមនៅពេលដែលយើងបើកទលាយគឺវាល្អគេថាប្រព័ន្ធសង្គមប្រៀបដូចជាឆាត់យោងអញ្ចឹងបើយើងអត់បើកទេប្រព័ន្ធហ្នឹងគឺវាអត់ដំណើរការហើយអ្នកដែលលោតពីលើមកហ្នឹងនឹងស្លាប់មកអញ្ចឹងយើងមើលឃើញហើយប្រទេសមួយចំនួនដូចនៅបង់ក្លាដេសណេប៉ាល់ប្រទេសផ្សេងទៀតដែលប្រព័ន្ធរដ្ឋាភិបាលហ្នឹងបរាជ័យដោយសារតែប្រព័ន្ធហ្នឹងគឺបិទមិនឲ្យប្រជាពលរដ្ឋចូលរួមអញ្ចឹងវាដូចឆាត់យោងលោតពីលើយន្តហោះមកស្រាប់តែអត់ត្រឡោះឆាត់មិន700ហើយបាទមិនស្លាប់ហើយអញ្ចឹងយើងនិយាយសាមញ្ញបែបហ្នឹងហើយអញ្ចឹងខ្ញុំគិតថាការចូលរួមពីពលរដ្ឋគុណភាពរបស់ពលរដ្ឋទាំងចំណេះដឹងហើយការគ្រប់គ្រងពីអ្នកដឹកនាំរដ្ឋគឺសំខាន់ហ្មងពួកសុកយើងប្រទេសដែលប្រជាធិបតេយ្យហើយនៅគោរពការសម្រេចចិត្តរបស់មេដឹកនាំសូម្បីបញ្ហាជាតិកន្លងមកយើងបញ្ហារឿងព្រំដែនរឿងអីនេះយើងមើលឃើញពលរដ្ឋគ្រប់គ្រងការសម្រេចចិត្តរបស់មេដឹកនាំណាប៉ុន្តែគ្រប់គ្រងឲ្យតែគាត់ធ្វើត្រូវបើធ្វើត្រូវគឺគ្រប់គ្រងបើធ្វើមិនត្រូវប្រកាសហើយម្នាក់គាត់ជាប្រាប់ហើយបាទអត់ត្រូវទេធ្វើអញ្ចេះបានត្រូវចង់បានអញ្ចេះចុះហើយអាហ្នឹងវាជារឿងធម្មតារបស់សង្គមប្រជាធិបតេយ្យគាត់បើកចិត្តទទួលហើយយកទៅពិនិត្យទៅបើមើលឃើញថាពលរដ្ឋនិយាយត្រូវកែតម្រូវមកវាមានទៅខាតបង់អីបាទតែបើអត់កែយូរអាហ្នឹងវាខ្លាយទៅជាបញ្ហាគាត់ធ្លាក់បន្ទុកដែរឯងគាត់ធ្លាក់បន្ទុកតែម្ដងបាទអរគុណច្រើនបាទសូមថារោអូខេបាទអញ្ចឹងសូមបងសវាងមានមតិចុងក្រោយសរុបបណ្ដោយបងខ្ញុំបាទសូមជំរាបសួរសូមសាទៀតខ្ញុំមិនជាសរុបទេប៉ុន្តែយើងឃើញថាលើកឡើងខ្ញុំសូមផ្ដល់ជាអនុសាសន៍វិញបាទដោយសារតែយើងលើកឡើងច្រើនតកតងគ្រប់ជ្រុងទាំងអស់ហើយនៅក្នុងដំណើរការនេះវាមានគ្រឹះវា3សំខាន់ដែលខ្ញុំតែងតែពិនិត្យមើលឃើញហើយថាបើសិនជាចំណុចទាំង3នេះអាចមានការកែសម្រួលនៅវិជាធិបតេយ្យរបស់យើងរត់តែប្រសើរថែមទៀតយើងទៅជែកអំពីច្បាប់និយាយជែកអំពីតកតងការចូលរួមតកតងនឹងចំណុចអន្តរាគមន៍ផ្សេងប៉ុន្តែទោះបីចំណុចឡើងណាក៏ដោយយើងមើលឃើញអំពីច្បាប់នេះជារឿងមួយសំខាន់ណាស់ដែលរាជរដ្ឋាភិបាលក៏ដូចជាប្រទេសមួយត្រូវតែពិនិត្យធ្វើម៉េចឲ្យច្បាប់ហ្នឹងវាអនុលោមទៅតាមគោលការណ៍ជាធិបតេយ្យបាទខ្ញុំឃើញមានប្រទេសយើងមានចំណុច3ដែលគួរពិនិត្យនិងពិចារណាហើយយើងធ្លាប់មានអនុសាសន៍ច្រើនដែរទី1តកតងរឿងតំណាងប្រជាពលរដ្ឋនេះតំណាងប្រជាពលរដ្ឋនេះគឺជាចំណុចមួយដែលសំខាន់ណាស់ដែលត្រូវចាត់ទុកដាក់ដោយសារតែយើងមែនតែនទៅការបោះឆ្នោតរបស់យើងបេក្ខជនដែលទៅបានដាក់ពាក្យចូលឈ្មោះបោះឆ្នោតហ្នឹងគឺគាត់អត់មានសិទ្ធិសម្រេចដោយខ្លួនឯងទេបាទប្រជាពលរដ្ឋយើងនៅក្នុងស្រុកយើងគឺការបោះឆ្នោតគឺបោះឆ្នោតជ្រើសរើសគណៈបកនយោបាយមិនមែនជ្រើសរើសបុគ្គលទេចំណុចនេះហើយដែលធ្វើឲ្យអំណាចរបស់តំណាងរាស្ត្រហ្នឹងគឺថាអត់បានគ្រប់គ្រាន់ទេបាទហើយដោយអត់បានគ្រប់គ្រាន់ដោយសារតែអំណាចរបស់តំណាងរាស្ត្រស្ថិតនៅក្រោមអំណាចរបស់ប្រធានបកមានឲ្យគាត់ចង់ដកស្មារតីក៏បានដែរអញ្ចឹងកាលណាអំណាចនេះស្ថិតនៅក្នុងគ្រប់គ្រងដោយប្រធានបកឬក៏ដោយបកមានថាអំណាចពេញលេញរបស់តំណាងរាស្ត្រហ្នឹងគឺអត់បានគ្រប់គ្រាន់ព្រោះបើគាត់ដើរខុសគោលការណ៍ជាមួយនឹងបកនយោបាយឬអីរិះគន់អីតាមស្រួលមានន័យថាគាត់អាចបាត់បង់ជាតំណាងរាស្ត្របាទអានេះចំណុចមួយដែលត្រូវពិនិត្យមើលផ្នែកច្បាប់ឡើងវិញទី2គឺជាការចូលរួមណាបាទរបស់មន្ត្រីរាជការយើងដឹងហើយថាជាប្រដ្ឋយើងប្រើប្រាស់អំណាច3អំណាចនីតិប្រតិបត្តិអំណាចនីតិបញ្ញត្តិនិងតុលាការក៏ប៉ុន្តែបើយើងមើលមែនទែនទៅអំណាចនេះគឺជាកន្លែងមួយដែលតាក់ទងនឹងច្បាប់ដែរគឺរឿងពាក់ព័ន្ធការបោះឆ្នោតគឺអ្នកទាំងអស់ហ្នឹងដូចជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក៏ដោយណាបាទសិតតែមានការគ្រប់គ្រងចូលរួមផ្នែកនយោបាយហើយការគ្រប់គ្រងការចូលរួមផ្នែកនយោបាយនេះវាធ្វើឲ្យដំណើរការនៅប្រជាធិបតេយ្យគឺអត់បានពេញលេញដោយសារតែគាត់នឹងជាមនុស្សគ្រប់គ្រងបកចំណុចនេះយើងធ្លាប់លើកឡើងដែរកន្លងមកហើយមានមតិខ្លះលើកឡើងថាតែគាត់ជាប្រជាពលរដ្ឋដែរអញ្ចឹងគាត់មានសិទ្ធិបោះឆ្នោតគាត់មានសិទ្ធិអីជាទូទៅដំណើរការរបស់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ប្រទេសណាក៏ដោយក្នុងលទ្ធិប្រជាធិបតេយ្យមានសិទ្ធិចូលរួមបោះឆ្នោតប៉ុន្តែការគ្រប់គ្រងនយោបាយនេះគឺគេពិចារណាណាបាទនៅក្នុងទូនាទីរបស់គាត់ជា
មន្ត្រីជាការជាកងកម្លាំងផ្សេងៗពីគាត់ត្រូវការដោះស្រាយគាត់ត្រូវការជាមនុស្សឯករាជ្យណាសម្រាប់ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋអញ្ចឹងបើសិនជាគាត់ចូលរួមនៅនៃការយោបាយគ្រប់គ្រងគណៈបកយោបាយចង់អាកំណត់ទស្សនៈរបស់គាត់ហ្នឹងវាអាចមានចំណុចណាមួយដែលធ្វើឲ្យអ្នកប្រជាពលរដ្ឋធម្មតាលោកអត់សប្បាយចិត្តទេទី3ដែលចុងក្រោយបាទគឺតាក់ទងនឹងការចូលរួមជារបស់ប្រជាពលរដ្ឋការចូលរួមប្រកបដោយបរិយាបន្ននេះគឺត្រូវការគិតគូរហើយនៅក្នុងរដ្ឋធម្មនុញ្ញក៏មានចែងចំណុចនៃការចូលរួមជាពិសេសគឺស្ថិតនៅក្នុងអភិបាលកិច្ចល្អទាំងថ្នាក់ក្រោមជាតិក៏ដោយថ្នាក់ជាតិដែរសិតនិយាយអំពីការចូលរួមនេះរឿងសំខាន់ណាស់ហើយបើសិនជាការចូលរួមនេះគឺអត់បានពេញលេញអត់បានយកចិត្តទុកដាក់ណាព្រោះនៅក្នុងគោលការណ៍អភិបាលកិច្ចល្អគេនិយាយអំពីឲ្យប្រជាពលរដ្ឋចូលរួមបែបម៉េចណាដោយនៅក្នុងក្រមប្រឹក្សាគុំសង្កាត់ហ្នឹងគេបើកមានបើកគេហៅក្តារព័ត៌មានឲ្យប្រជាពលរដ្ឋយល់ដឹងគេជើញប្រជាពលរដ្ឋឲ្យទៅជែកបាទផ្សេងនេះគឺជាការចូលរួមមួយប្រកបដោយបរិយាបន្នអញ្ចឹងចំណុច3នេះគឺជារឿងមួយសំខាន់នៅក្នុងកលឹះដែលឲ្យអ្នកនយោបាយក៏ដូចជាការដឹកនាំរបស់អង្គនីតិបញ្ញត្តិប្រតិបត្តិហ្នឹងគឺថាកាន់តែផ្សារឡើងថែមទៀតបាទនេះគឺជាអ្វីដែលខ្ញុំមើលឃើញអរគុណបាទអញ្ចឹងអរគុណបងសបាបងប្អូនយើងមានដែលមានចង់មានយោបល់អីបញ្ចប់ចុងក្រោយទេអត់ទេណាបាទអញ្ចឹងខ្ញុំបញ្ចប់ការ live របស់យើងប៉ុណ្ណេះបាទខ្ញុំសូមអរគុណបងប្អូនទាំងអស់ដែលបានចូលរួមកម្មវិធីកាហ្វេប្រជាធិបតេយ្យហើយមានទាំងតែហើយរហូតដល់បែកធ្លាយទៅជាសឡប្រជាធិបតេយ្យសូមអរគុណបងប្អូនដែលទស្សនាតាម Facebook និងអរគុណក្រុមការងារចែកឃ្លេដែលជួយ live ផ្ទាល់និងអង្គការសង្ត្រាល់ដែលបានផ្ដល់ទីតាំងក៏ដូចជាឧបត្ថម្ភទាំងកាហ្វេទាំងអាហារសម្រន់ហើយកិច្ចពិភាក្សានៅព្រឹកនេះយើងបានឮអំពីទស្សនៈក៏ដូចជាអនុសាសន៍ពីបងប្អូនដែលជាអ្នកធ្វើការនៅក្នុងវិស័យផ្សេងៗចម្រុះហើយខ្ញុំសង្ឃឹមថាការលើកឡើងរបស់ពួកយើងទាំងអស់គ្នានឹងបានឮដល់ភាគីពាក់ព័ន្ធហើយយើងនឹងបន្តរួមគ្នាស្លោសម្លប្រជាធិបតេយ្យយើងឲ្យកាន់តែឆ្ងាញ់មានសមត្ថភាពដើម្បីយើងទទួលទានប្រចាំថ្ងៃមានសុខភាពល្អរបស់គ្នាបាទអញ្ចឹងទាំងអស់គ្នាដើម្បីប្រជាធិបតេយ្យហើយប្រជាធិបតេយ្យសម្រាប់ទាំងអស់គ្នាសូមអរគុណហើយសូមជម្រាបលាManchester